ចាប់តាំងពីថ្ងៃកំឡោះឈុំជាមួយនឹងនេះគ្រួចបានចូលទៅដល់ផ្ទះរបស់ដង្ខៅសោដង្ខៅសោពេញចិត្តខ្លាំងណាស់ហើយគាត់ក៏បាននិយាយទៅកាន់អ្នកឈុំថានៅឈុំក្មួយម្ដងនេះសัตว์ក្របីច្រើនខ្លាំងណាស់អមមុនបងគិតថាចង់នាំលោកគ្រូធំមកទីកន្លែងនេះដើម្បីឲ្យគាត់ជូនអមយកសัตว์ក្របីនេះទៅជួបជាមួយនឹងម៉ួយនៅឯជ័យដែនក៏ប៉ុន្តែឥឡូវនេះដោយសារតែពួកឯងគឺជាអ្នកមានសមត្ថភាពចូលមកដល់ទីកន្លែងនេះហើយអមគិតថាកិច្ចការទាំងអស់នេះគឺស័ក្តិសមជាមួយនឹងក្មេងៗដូចជាឯងនេះអមចង់ឲ្យឯងជាមួយនឹងបងធរឯងនេះនាំសัตว์ក្របីយកទៅលក់នៅឯជ័យដែនជំនួសអមអ្នកកំឡោះឈុំបានប្រកែកគេនិយាយថាអត់ទេអមទោះបីជាខ្ញុំចេះមុនអាគមខ្លាំងខ្លាក៏ដោយក៏ប៉ុន្តែបទពិសោធន៍នោះគឺខ្ញុំគ្មាននោះទេណែខ្ញុំគិតថាលោកអមធ្វើដំណើរទៅជាមួយនឹងខ្ញុំទៅហើយខ្ញុំនឹងទៅការពារដល់លោកអមតើយ៉ាងម៉េចដែរពេលនោះដង្ខៅសោគាត់ក៏បាននិយាយថាណែមិនអីនោះទេថ្មីត្បិតតែអមមិនទៅក៏ប៉ុន្តែរឿងកូនប្រសាអមនេះគេទៅទៀតតាម្ចាស់ទៀតអមមានកិច្ចការច្រើនណាស់នៅក្នុងផ្ទះសម្បែងនេះត្រូវការធ្វើបន្តទៀតអមសង្ឃឹមថាឯងជួយអមទៅហើយចាប់ពីថ្ងៃនេះឯងមកសម្រាកនៅក្នុងផ្ទះអមជាមួយនឹងគ្រួចព្រោះតែផ្ទះសម្បែងចាស់របស់ឯងនោះគឺវាទ្រុឌទ្រោមទៅហើយណែបន្ទាប់ពីជួញដូរសัตว์ក្របីមួយជើងនេះអមនឹងរៀបការឯងជាមួយនឹងស្រីនាងពិតជាមិនខានតែក្នុងពេលនោះផងដែរនៃរឿងបាននិយាយថាពុករឿងនេះដូចជាមិនស្រួលទេណែមរជៈនេះឮតែធ្មប់ភ្នែកមួយគេចង់មកធ្វើបាបមកកាន់ពុកបើសិនជាបង្ឈុំចេញទៅបាត់នោះតើមានអ្នកណានៅការពារទៅដល់ពុកទៅនៃឈុំក៏មានការងឿងឆ្ងល់គេក៏បានសម្លឹងទៅកាន់រឿងក្រោយមកគេក៏សួរថានៅរឿងតើធ្មប់ភ្នែកមួយនោះគឺជាអ្នកណាទៅហើយគេចេញមកពីណានៃរឿងបានសម្លឹងទៅកាន់ឪពុករបស់ខ្លួនក្រោយមកគេក៏និយាយថាណែបងឈុំរឿងនេះគឺមានតែពុកនោះទេទើបគាត់បានដឹងច្បាស់ខណៈពេលនោះឈុំគេក៏បានសម្លឹងទៅរកលង្ខៅរួចហើយគេក៏បានសាកសួរថាលោកអមតើធ្មប់ភ្នែកមួយនោះគេជាអ្នកណាទៅហើយចោះមានរឿងអីទៅបានជាគេចង់សម្លាប់ទៅកាន់លោកអមដងខៅសោគាត់ក៏បាននិយាយថាអូរឿងហ្នឹងគឺវែងឆ្ងាយណាស់រឿងទាំងឡាយនេះកើតឡើងយូរមកហើយនេះចាំអមរៀបរាប់ប្រាប់ឯងតោះពួកយើងទៅអង្គុយនៅលើគ្រែសិនទៅក្រោយពីនោះទៅពួកគាត់ក៏បានចូលទៅអង្គុយនៅលើគ្រែភ្លាមនោះអមសោគាត់និយាយថាតាមពិតទៅរឿងរ៉ាវទាំងឡាយនេះកើតឡើងតាំងពីពួកអមនៅក្មេងៗម្លេះធ្មប់ភ្នែកមួយនោះគេគឺជាបងប្អូនធរជាមួយនឹងអមហើយពួកយើងស្រឡាញ់រាប់អានគ្នាខ្លាំងណាស់ហើយក្រោយមកយើងបានស្រឡាញ់ទៅកាន់ស្រីម្នាក់តែមួយនោះគឺជាប្រពន្ធរបស់អមសពថ្ងៃនឹងឯងក៏ប៉ុន្តែធ្មប់ភ្នែកមួយគេក៏ស្រឡាញ់មកកាន់ប្រពន្ធរបស់អមដែរតែប្រពន្ធអមមិនបានស្រឡាញ់គេនោះទេក្រោយមកពួកយើងក៏ចាប់ផ្ដើមកើតទំនាស់ហើយធ្មប់ភ្នែកមួយនោះគេក៏តែងតែព្យាយាមចង់សម្លាប់អមដែរតែអមតែងតែសន្តោសប្រណីទៅកាន់គេម្យ៉ាងទៀតគេក៏មានចិត្តច្រណែនមកកាន់គ្រួសារអមដោយសារតែអមនេះគឺជាកូនអ្នកមានម្យ៉ាងទៀតគេគឺជាកូនអ្នកក្រនៅក្នុងជប់មួយពេលដែលអមរៀបការរួចស្រាប់តែធ្មប់ភ្នែកមួយនេះគេមានគោលបំណងអាក្រក់ចង់ចូលទៅសម្លាប់អមនៅក្នុងបន្ទប់ដើម្បីយកប្រពន្ធអមនេះតែនៅក្នុងជប់នោះអមក៏បានលើសម្រាប់ជើងមនុស្សចូលទៅក្នុងផ្ទះរួចហើយអមក៏បានទាញកាំភ្លើងដើម្បីរងចាំគេចូលមកដល់ស្របពេលនោះស្រាប់តែមានមនុស្សម្នាក់បានចូលទៅក្បែរបន្ទប់អមដោយសារតែមិនហ៊ានបាញ់កាំភ្លើងក៏បានយកស្វាយកាំភ្លើងនោះសំពងសំដៅទៅរកមនុស្សដែលបានធ្វើដំណើរចូលមកក្នុងផ្ទះអមនឹងទៅមួយស្វាយកាំភ្លើងនោះក៏បានធ្វើឲ្យធ្មប់ភ្នែកមួយនោះបែកភ្នែកមួយចំហៀងរហូតដល់សពថ្ងៃនឹងទៅតាមពិតកាលពីមុន
គេគឺមានភ្នែកមួយគូធម្មតានោះទេចាប់តាំងពីពេលនោះមកគេខឹងសម្បាជាមួយនឹងអ៊ំខ្លាំងណាស់គេបានប្រាប់អ៊ំថាថ្ងៃណាមួយគេប្រកាសជាមកសងសឹកពិតជាមិនខានក៏ប៉ុន្តែរយៈពេលជាច្រើនឆ្នាំមកហើយគេបានបាត់ខ្លួនសូនឈឹងមិនដែលឃើញគេវិលត្រឡប់ចូលមកកាន់ស្រុកភូមិវិញនោះទេបើគិតទៅនោះជាង20ឆ្នាំទៅហើយទើបតែមានវត្តមានរបស់គេរយៈពេលខ្ទង់ប្រហែលជាប្រហែលថ្ងៃនេះតែប៉ុណ្ណោះឈុំបន្ទាប់ពីឮរឿងរ៉ាវទាំងអស់នេះគេបាននិយាយថាលោកអ៊ំបើសិនជាអញ្ចឹងយើងផ្អាកចេញសัตว์ក្របីសិនទៅចាំខ្ញុំកំចាត់ទៅកាន់ធ្មប់ភ្នែកមួយនេះហើយចាំពួកខ្ញុំធ្វើដំណើរចាក់ចេញពីទីកន្លែងនេះបើមិនអញ្ចឹងខ្ញុំប្រកាសជាមិនស្ងប់ចិត្តទេអ៊ំក៏ប៉ុន្តែអ៊ំសោបាននិយាយថាមិនអីទេក្មួយនៅទីកន្លែងនេះមានលោកគ្រូធំហើយលោកគ្រូធំក៏អាចជួយមកកាន់អ៊ំបានដែរមិនអីនោះទេក៏ប៉ុន្តែលោកគ្រូធំបាននិយាយថាលោកដង្ខៅខ្ញុំមានរបួសហើយមើលទៅខ្ញុំប្រហែលជាមិនអាចទប់ទល់ជាមួយនឹងធ្មប់ភ្នែកមួយបាននោះទេណែឲ្យអ្នកកំឡោះទាំងពីរអ្នកនោះគេនៅទីកន្លែងនេះពី3ថ្ងៃទៀតសិនទៅបើសិនជាសភាពការស្រួលនឹងអាចឲ្យពួកគេចេញពីទីកន្លែងនេះបានចាំឲ្យពួកគេចេញទៅហើយរបួសខ្ញុំក៏រៀងបានធូរស្រាលដែរខ្ញុំនឹងអាចការពារទៅកាន់លោកដង្ខៅបានយ៉ាងម៉េចដែរធ្វើយ៉ាងនេះគឺល្អដង្ខៅក៏បានងក់ក្បាលក្រោយមកគាត់និយាយថាបើសិនជាអ្នកទាំងអស់គ្នាគិតអញ្ចឹងទៅហើយនោះគឺមានតែធ្វើតាមអ្នកទាំងអស់គ្នាទៅចាប់តាំងពីថ្ងៃនោះមកអ្នកកំឡោះឈុំរបស់ជើងនិងនីក្រួចក៏បានស្នាក់នៅក្នុងផ្ទះដង្ខៅចំណែកឯស្រីនាងក៏ឧស្សាហ៍ចេញចូលក្នុងផ្ទះដង្ខៅផងដែរដោយសារតែនាងចង់ទៅជួបអ្នកកំឡោះឈុំនឹងឯងហើយមិនជឿមិនឆាប់ពួកគេប្រកាសជាបានរៀបការជាមួយនឹងគ្នាពិតជាមិនខាននៅក្នុងជប់មួយនោះពេលដែលកំឡោះឈុំកំពុងតែអង្គុយស្រងេះស្រងោចនឹកទៅកាន់លោកតារបស់គេនេក្រួចក៏បានដើរចូលមកដល់ហើយគេក៏បានសាកសួរថាមានរឿងអីបងបានជាស្រងេះស្រងោចសំឡឹងទៅកាន់ប្រច័ណ្ឌតែម្នាក់ឯងដូចនេះលោកបងមានរឿងនៅក្នុងចិត្តមែនឬទេឥឡូវនេះពួកជើងមានកិច្ចការងារធំធ្វើហើយត្រៀមតែកម្លាំងទៅធ្វើទៅហេតុអ្វីក៏បងនៅពិបាកចិត្តទៀតក៏ប៉ុន្តែអ្នកកំឡោះរបស់ជើងក៏បានតបថាណែគ្រួចរឿងដែលបងកំពុងតែគិតនោះគឺគិតស្រងេះស្រងោចទៅកាន់អនុស្សាវរីយ៍រាប់ម៉ឺនសែនលានដែលបងធ្លាប់មានជាមួយនឹងលោកតារបស់បងឥឡូវនេះគាត់ស្លាប់បាត់បង់ជីវិតទៅហើយគាត់តែងតែស្ដីប្រដៅទូមានឲ្យបងនេះធ្វើជាមនុស្សល្អណែបើសិនជាពេលនេះគាត់បានដឹងថាបងចេះមន្តអាគមខ្លាំងក្លាហើយបងនេះបានមករស់នៅក្នុងផ្ទះរបស់លោកដង្ខៅត្រៀមនឹងចេញធ្វើជាអ្នកដឹកនាំសត្វក្របីទៀតនោះលោកតារបស់បងប្រកាសជាសប្បាយចិត្តពិតជាមិនខានអ្នកកំឡោះគ្រួចក៏បាននិយាយថាមិនអីទេបងមើលទៅលោកតាគាត់ធ្វើបន់ច្រើនខ្លាំងណាស់ប្រហែលជាគាត់កំពុងតែនៅឋានលើសំឡឹងមកកាន់បងទេមិនដឹងមិនអីទេខ្ញុំជឿជាក់ថាគ្រប់យ៉ាងលោកតាប្រកាសជាបានដឹងពិតជាមិនខានអ្នកទាំងពីរកំពុងតែអង្គុយសំឡឹងទៅកាន់ប្រច័ណ្ឌតែនៅក្នុងពេលនោះស្រាប់តែបានឃើញអ្វីមួយកំពុងតែទទះស្លាប់ហើយចូលមកកាន់ទីកន្លែងនេះស្លាប់របស់គេបានបាំងបិទពន្លឺដែលគ្របដណ្ដប់មកលើខ្លួនអ្នកទាំងពីរនេះនាយឈុំបានសម្លឹងទៅលើស្រាប់តែគេប្រទះឃើញថានោះប្រៀបដូចជាសត្វចម្លែកមួយក្បាលវាមានភ្នែកក្រហមនាយក្រួចបាននិយាយទៅកាន់បងប្រុសថាបងដូចជាមិនស្រួលទេនោះគឺជាសត្វអ្វីទៅអីក៏ធំខ្លាំងម្ល៉េះពេលនោះនាយឈុំគេក៏បានតបថាមើលទៅដូចមិនមែនជាសត្វទេដូចជាមនុស្សដោះស្លាប់ណែបងអូនឆាប់ឡើងទៅលើផ្ទះយកសម្ភារៈចាត់ការជាមួយនឹងវាទៅប្រហែលជាធ្មប់ភ្នែកមួយពិតជាមិនខានអ្នកទាំងពីរក៏បានស្ទុះឡើងទៅលើផ្ទះយកកាំភ្លើងយកមកត្រៀមចាត់ការទៅកាន់ធ្មប់ភ្នែកមួយនេះចំណែកឯនាយក្រួយក៏បានស្រែកប្រាប់ទៅកាន់អ្នកនៅក្នុងផ្ទះគ្រប់គ្នាឲ្យបានដឹងរឿងនេះផងដែរមនុស្សគ្រប់គ្នាក៏ចាប់ដើមជ្រួចច្បល់
បន្ទាប់ពីលើកថាធ្មប់ភ្នែកមួយបានចូលមកដល់ទីកន្លែងនេះដងខៅសោក៏បានសំឡឹងទៅខាងក្រៅផ្ទះក្រោយមកគាត់ក៏បានឃើញថានោះគឺជាមនុស្សដ៏ស្លាប់ម្នាក់ដែលមានភ្នែកក្រហមមើលទៅប្រហែលជាធ្មប់ភ្នែកមួយនឹងហើយក៏ព្រោះតែពន្លឺភ្នែកក្រហមនោះគឺមានតែមួយចំហៀងតែប៉ុណ្ណោះអ្នកបម្រើប្រុសផ្អើលឈូឆរចេញទៅខាងមុខផ្ទះរំពេចនោះស្រាប់តែធ្មប់នោះក៏បានបញ្ជាទៅកាន់ពពួកសត្វមេអំបៅជាច្រើនឲ្យហោះសំដៅទៅរកពួកគេមេអំបៅនោះគ្រាន់តែប៉ះជាមួយនឹងខ្លួនមនុស្សក៏ចាប់ដើមកើតទៅជាដំភ្លើងតែម្ដងដុតសម្លាប់ទៅកាន់មនុស្សភ្លាមអ្នកបម្រើម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតនៅទីកន្លែងនោះនាយឈុំមានការងឿងឆ្ងល់ក្រោយមកគេក៏បានស្រែកប្រាប់ទៅកាន់អ្នកបម្រើទាំងអស់គ្នាថាណែអ្នកទាំងអស់គ្នាឆាប់ចាញ់ពីទីកន្លែងនោះសិនទៅឲ្យលឿនឡើងសត្វមេអំបៅទាំងអស់នោះមិនមែនជាមេអំបៅធម្មតានោះទេប្រយ័ត្នមានគ្រោះថ្នាក់ឲ្យលឿនឡើងអ្នកគ្រប់គ្នាក៏ចាប់ផ្ដើមរត់ចេញក្រោយមកធ្មប់ភ្នែកមួយក៏បានបន់ទៀបខ្លួនចុះទៅលើដីមេអំបៅភ្នែកក្រហមជាច្រើនបានហោះរំពាត់ទៅលើខ្លួនរបស់គេខណៈពេលនោះធ្មប់បាននិយាយថាអាសោថ្ងៃនេះគឺជាថ្ងៃស្លាប់របស់ឯងហើយឯងមិនអាចរត់ទៅណារួចនោះទេកុំនុំស្នេហាកុំនុំឈាមដែលធ្វើឲ្យភ្នែករបស់យើងខ្វាក់មួយចំហៀងនេះយើងចាំទុកអស់ជាច្រើនឆ្នាំមកហើយយើងទៅស្វែងរកគ្រូមន្តអាគមទម្រាំតែសិក្សាវិជ្ជាធ្មប់នេះបានសម្រេចនៅក្នុងថ្ងៃនេះគឺជាថ្ងៃស្លាប់របស់ឯងអំសោគាត់ក៏មានការភ័យព្រួយដែរដោយសារតែគាត់គ្មានចេះអាគមស្អីក៏ប៉ុន្តែពេលនោះលោកគ្រូធំបាននិយាយថាណែមិនអីទេលោកដង្ខៅនៅលើផ្ទះខ្ញុំនឹងចុះទៅចាត់ការជាមួយនឹងពួកវាក៏ប៉ុន្តែឈុំដោយសារតែឃើញថាលោកគ្រូធំមិនតន់ជាពីរបួសអ្នកកំឡោះក៏បាននិយាយទៅកាន់លោកគ្រូធំថាមិនអីទេលោកគ្រូនៅលើផ្ទះចាំការពារទៅកាន់គ្រួសាររបស់លោកដង្ខៅទៅចំពោះធ្មប់ភ្នែកមួយនេះទុកឲ្យខ្ញុំជាអ្នកចាត់ការជាមួយនឹងប្អូនប្រុសរបស់ខ្ញុំភ្លាមនោះនាយឈុំក៏និយាយថាណែអាធ្មប់យើងមិនខ្វល់ថាឯងគឺជាធ្មប់ស្អីនោះទេក៏ប៉ុន្តែឯងមកជួបយើងឯងប្រកាសជាស្លាប់នៅក្នុងជប់នេះតែធ្មប់បានសម្លឹងទៅកាន់អ្នកកំឡោះទាំងពីរអ្នកនោះមើលទៅដូចជាក្មេងៗណាស់ប្រហែលជាគ្មានសមត្ថភាពអ្វីទប់ទល់ជាមួយនឹងគាត់នោះទេភ្លាមនោះធ្មប់ក៏បានទៅទះស្លាប់តែបន្តិចធ្វើឲ្យអ្នកទាំងពីរអ្នកប៉ាំងថយក្រោយធ្មប់ភ្នែកមួយក៏ចាប់ដើមឈរសោចរួចឆោយនិយាយថាយ៉ាងម៉េចហើយអាដង្ខៅអស់គ្រូអាគមខ្លាំងហើយមែនឬទេបានជាយកពួកអាក្មេងកំពៃកំប៉ុកនេះឲ្យមកទប់ទល់ជាមួយនឹងជើងវាត្រឹមតែជាសម្រាមជាប់ជើងរបស់ជើងតែប៉ុណ្ណោះនាយគ្រួចជាមួយនឹងបងប្រុសបានសម្លឹងមុខគ្នាហើយអ្នកទាំងពីរក៏ចាប់ដើមទាញសត្វក្របីអាគមយកមកប្រសិទ្ធិសូត្រសែបបានជាវាឲ្យទៅកំចាត់ទៅកាន់ធ្មប់ដោះស្លាប់មួយក្បាលនេះក៏ប៉ុន្តែបន្ទាប់ពីសត្វក្របីមួយគូនោះបានចូលទៅដល់ធ្មប់ក៏ចាប់ដើមចាប់ស្នែងរបស់វាទាំងសងខាងរួចឆោយទៅទះស្លាប់ឡើងទៅលើបន្ទាប់ពីឡើងទៅខ្ពស់បន្តិចធ្មប់ក៏បានទម្លាក់សត្វក្របីអាគមទាំងពីរចុះមកដីសំឡេងឮសូរក្តាំងមើលទៅប្រហែលជាមិនសល់នោះទេក្របីអាគមធ្លាក់ចុះមកលើដីបាក់ខ្ទេយគ្មាននៅសល់សំបីតែចម្រៀកណាល្អមួយឈុំជាមួយនឹងគ្រួចបានសម្លឹងមុខគ្នាក្រោយមកគេក៏ចាប់ដើមទាញកំភ្លើងប្រសិទ្ធិសូត្រសែបបាញ់សំដៅទៅរកធ្មប់ដោះស្លាប់នោះធ្មប់ព្យាយាមយកស្លាប់របស់ខ្លួនតទះនឹងបាំងក្របកំភ្លើងនោះដើម្បីកុំឲ្យក្របកំភ្លើងទៅប៉ះជាមួយនឹងខ្លួនរបស់គេប៉ុន្តែស្របពេលនោះផងដែរអ្នកកំឡោះឈុំរបស់ជើងក៏ប្រើអាវុធមួយទៀតដើម្បីទៅទប់ទល់ជាមួយនឹងធ្មប់នោះកំឡោះឈុំបានយកក្រមួនមួយដុំយកមកផ្លុំសោតរោជាមួយនឹងចន្លោះភ្លើងហើយគេគប់ឡើងទៅលើភ្លាមនោះក៏ស្រាប់តែក្រមួនរបស់គេប្រែคล้ายទៅជាសត្វថ្មាដ៏ធំរូបរាងនោះគឺប្រហាក់ប្រហែលជាមួយនឹងធ្មប់នឹងឯង
សត្វថ្មាតនោះបានទៅប្រជឹកជាមួយនឹងធ្មប់ចំណែកឯធ្មប់រវល់ទៅតបតល់ជាមួយនឹងថ្មាតអាគមមិនបានចាប់អារម្មណ៍ជាមួយនឹងអ្នកទាំងពីរនាក់អ្នកទាំងពីរក៏បានទាញកំភ្លើងបាញ់សម្ដៅទៅរកធ្មប់នោះឲ្យត្រូវចំនួន2គ្រាប់ធ្មប់ដោះស្លាប់មានការផិតភ័យបន្ទាប់ពីដឹងថានៅក្នុងផ្ទះរបស់ដង្ខៅនេះមានអ្នកចេះអាគមខ្លាំងក្លាចូលមករស់នៅពេលនេះមិនមែនជាឱកាសសម្រាប់គាត់ចាត់ការទៅកាន់ដង្ខៅសោនោះទេធ្មប់ដោះស្លាប់ក៏បានកិច្ចខ្លួនចេញពីទីកន្លែងនេះដោយសារតែខ្លួនកំពុងតែមានរបួសធ្ងន់ធ្ងរទៅហើយបន្តិចក្រោយមកធ្មប់បោះស្លាប់ក៏បានហើរចេញពីទីកន្លែងនេះទៅចំណែកឯសត្វក្រមួននោះអ្នកកំឡោះក៏បានសូត្រផ្លុំឲ្យវាប្រែក្លាយមកជាក្រមួនធម្មតារួចឆោយគេក៏បានដាក់ចូលទៅក្នុងប្រអប់វិញមនុស្សគ្រប់គ្នាបានឃើញការប្រយុទ្ធស្ដែងនៅនឹងភ្នែកពួកគេមិនដែលឃើញការប្រយុទ្ធអាគមដ៏ខ្លាំងក្លាដល់ថ្នាក់នេះនោះទេជាពិសេសនោះគឺពួកគេមិនធ្លាប់ឃើញមនុស្សចេះហោះនោះឡើយធ្មប់ដោះស្លាប់បានចេញពីទីកន្លែងនេះបានមនុស្សគ្រប់គ្នាក៏សប្បាយចិត្តពេលនោះអំសោក៏និយាយថាក្មួយទាំងពីរឯងពិតជាអ្នកមានសមត្ថភាពមែនថ្ងៃនេះបើសិនជាគ្មានពួកឯងនោះទេមើលទៅគ្រួសាររបស់ខ្ញុំប្រកាសជាខ្ទេចពិតជាមិនខានអាធ្មប់នេះមិនដឹងជាប្រើអានុភាពអ្វីផ្សេងទៀតសម្រាប់កំទេចគ្រួសារខ្ញុំនោះទេមើលទៅគ្រាន់តែប្រើសត្វមេអំបៅមួយវងនោះក៏អាចសម្លាប់គ្រួសាររបស់ខ្ញុំបានដែរណែអមនេះឆ្ងល់ណាស់តើសត្វមេអំបៅនោះគឺជាមេអំបៅស្អីទៅបានជាវាបុកមនុស្សភ្លាមអាចដុតសម្លាប់ទៅកាន់មនុស្សភ្លាមនេឈុំគេបាននិយាយថាលោកអមនោះមិនមែនជាសត្វមេអំបៅពិតប្រាកដនោះទេវាគឺជាសត្វដែលកើតឡើងចេញមកពីមន្តអាគមរបស់គ្រូគេប្រសិទ្ធិសូត្រសែបបង្កើតមេអំបៅភ្លើងនេះឡើងមិនត្រឹមតែសត្វមេអំបៅនោះទេសូម្បីតែពពួកសត្វក្អែកឬក៏ពពួកសត្វថ្មាតក៏អាចធ្វើដូចជាសត្វមេអំបៅនេះបានដែរបើសិនជាវាទៅចោមរោមលើនរណាម្នាក់រួចឆោយហើរទៅបំបុកខ្លួនរបស់ម្នាក់នោះប្រកាសជាឆេះស្លាប់ភ្លាមដោយជាអ្នកបម្រើនៅក្នុងផ្ទះរបស់យើងអញ្ចឹងនោះគេម្នាក់នោះស្លាប់សូម្បីតែបំណែកឆ្អឹងក៏គ្មានសល់ដងខៅសោក៏មានចិត្តអាណិតទៅកាន់អ្នកបម្រើរបស់គាត់ដែរភ្លាមធ្វើឲ្យមនុស្សម្នាក់ស្លាប់នៅក្នុងផ្ទះក្រោយមកគាត់និយាយថាណែអ្នកទាំងអស់គ្នាទៅប្រមូលកំទេចកំទីដែលសេះសល់នោះយកទៅដាក់នៅក្នុងកូនចានមួយថ្ងៃស្អែកនេះយើងនឹងធ្វើបន់ឲ្យគេបានត្រឹមត្រូវចំណែកគ្រួសាររបស់គេនោះខ្ញុំនឹងផ្ដល់លុយកាក់មួយចំនួនធំដើម្បីទៅផ្គត់ផ្គង់គ្រួសាររបស់គេអ្នកបម្រើម្នាក់នេះគេសុខចិត្តពលីជីវិតដើម្បីជួយគ្រួសាររបស់ជើងដូច្នេះហើយគេក៏ទទួលបានសំណងដ៏សមស្របមួយទៅកាន់គេផងដែរក្រោយពីនោះទៅមនុស្សម្នាក៏ចាប់ដើមប្រមូលកំទេចកំទីដែលសេះសល់ពីភ្លើងអាគមកាត់ឡើងចេញពីមេអំបៅភ្លើងដែលបានដុតសម្លាប់ទៅកាន់អ្នកបម្រើមនុស្សគ្រប់គ្នាក៏បានស្រែកទ្រហោជុំដោយសារតែវាស្រស់ខ្លាំងពេកអំបាញ់មិញមនុស្សកំពុងតែដេកជាមួយនឹងគ្នាសោះតែស្រាប់ពេលនេះប្រែក្លាយទៅជាខ្មោចបាត់ទៅហើយវេលាព្រឹកស្អែកអ្នកទាំងអស់គ្នាក៏ចាប់ដើមជំនុំគ្នាខណៈពេលនោះដងខៅសោបាននិយាយថានៃក្មួយឥឡូវនេះអមគិតថាចង់ឯងនាំសัตว์ក្របីទៅហើយអមជឿជាក់លើសមត្ថភាពរបស់ឯងចំណែកផ្លូវធ្វើដំណើរនោះរឿងគេក៏ធ្លាប់ស្គាល់ដែរក៏ប៉ុន្តែរឿងមានគ្រោះថ្នាក់បន្តិចពួកឯងគួរតែប្រុងប្រយ័ត្នផងនៃរឿងបាននិយាយថាមិនអីទេពងទុកចិត្តលើខ្ញុំចោះរឿងផ្លូវនោះខ្ញុំមិនឲ្យមកវិញទេក៏ប៉ុន្តែម្ដងនេះសัตว์ក្របីច្រើនប្រហែលជាពពួកចៅវាប្រកាសជាស៊ើបដឹងពិតជាមិនខានមើលទៅនៅតាមផ្លូវប្រកាសជាមិនអត់ចោលនោះទេនៃក្រួចបានសើចក្រោយមកគេនិយាយថាមិនអីទេចំពោះរឿងចៅនោះវាគ្មានអីធំដុំចំពោះខ្ញុំនោះឡើយខ្ញុំពីអ្នកបងឈុំនេះនឹងចាត់ការទៅកាន់វាពិតជាមិនខានឥឡូវនេះកំណត់ថាថ្ងៃស្អែកពួកយើងនឹងធ្វើដំណើរចាក់ចេញពីទីកន្លែងនេះ
ឈុំបានសម្លឹងទៅកាន់លោកគ្រូធំក្រោយមកគេបាននិយាយថាលោកគ្រូនៅពេលនេះលោកគ្រូរៀងធូរស្រាលបន្តិចហើយខ្ញុំសូមប្រគល់គ្រួសាររបស់លោកអ៊ំដង្ខៅនេះឲ្យលោកគ្រូជួយមើលថែផងណែនៅទីកន្លែងនេះមើលទៅគ្មានអ្នកណាក្រៅពីលោកគ្រូនោះទេដែលអាចជួយការពារទៅកាន់គាត់បានចំណែកថ្មភ្នែកមួយនោះក៏ប្រហែលជារៀងចាលមិនទាន់ហ៊ានមកធ្វើបាបទៅកាន់គ្រួសាររបស់លោកអ៊ំសោទៀតនោះទេជប់មិញវាស៊ីពីក្របកំភ្លើងអាគមរបស់ខ្ញុំពីអ្នកគ្រួចបាត់ទៅហើយក៏ប៉ុន្តែអ៊ំសោគាត់មានការព្រួយបារម្ភព្រោះថាថ្មភ្នែកមួយបានដឹងថានៅក្នុងផ្ទះរបស់គាត់មានអ្នកចេះអាគមខ្លាំងក្លាក៏ប៉ុន្តែបើសិនជាគេដឹងថាគ្រួសាររបស់គាត់នាំសត្វក្របីទៅឆ្ងាយនោះវាប្រកាសជាតាមកំទេចវងសត្វក្របីនេះពិតជាមិនខានថែមទាំងសម្លាប់មនុស្សព្រោះគេចង់ធ្វើបាបឲ្យគ្រួសារដង្ខៅនេះរលេខដើមទុនដើម្បីសងសឹកទៅកាន់រឿងគ្រប់ចាងដែលលោកដង្ខៅបានធ្វើដាក់ទៅកាន់គេកាលពីមុននឹងឯងនាយឈុំសំឡឹងទៅកាន់គ្រួញក្រោយមកគេក៏បាននិយាយថាមិនអីទេលោកអ៊ំរឿងនេះលោកអ៊ំទុកចិត្តមកលើពួកខ្ញុំទៅចោះនៅរឿងឯងទៅរៀបចំសម្ភារៈហើយតាមម្ដងនេះយើងត្រូវធ្វើដំណើរទៅមនុស្សមានចំនួនប្រមាណអ្នកដែរដងខៅសោបាននិយាយកាត់ថាណែក្របីចំនួនជាង100ក្បាលនេះលោកអ៊ំឲ្យមនុស្ស30នាក់ធ្វើដំណើរទៅជាមួយនឹងឯងព្រោះថាមនុស្ស30នាក់នេះគឺវាគ្រប់គ្រាន់ហើយតើឯងគិតយ៉ាងម៉េចដែរនាយឈុំក៏បានឆ្លើយថាមិនអីទេអ៊ំសម្រាប់ទៅលើលោកអ៊ំទៅព្រោះថាខ្ញុំមិនធ្លាប់មានជំនាញខាងដេញគៀងសัตว์ក្របីនោះទេថ្មីត្បិតតែខ្ញុំចេះអាគមក៏ប៉ុន្តែបើសិនជាបត់ពិសោធន៍នៅក្នុងដែនព្រៃក៏មិនស្មើជាមួយនឹងអ្នកបម្រើដើរខ្វៀលសัตว์ក្របីម្នាក់ផងអ្នកកំឡោះឈុំនេះដាក់ខ្លួនខ្លាំងណាស់ទោះបីជាគេនេះគឺជាមនុស្សចេះអាគមខ្លាំងក្លាក៏ដោយនៅក្នុងថ្ងៃនោះផងដែរពួកគាត់ក៏បានធ្វើពិធីជប់លៀងបន្តិចបន្តួចដងខៅបានហៅកម្មករនិងអ្នកបម្រើមួយចំនួនឲ្យមកជួបជុំគ្នាផឹកស៊ីរួចហើយក៏បាននិយាយប្រទាក់ប្រស័យគ្នាដើម្បីឲ្យយល់ចិត្តយល់ថ្លើមក្រោយពីនោះទៅដងខៅក៏បាននិយាយប្រាប់ទៅកាន់កូនចៅរបស់គាត់ថានៅអ្នកទាំងអស់គ្នានៅថ្ងៃស្អែកនេះនៅពេលចេញទៅបើសិនជាមានរឿងអីនោះសួរទៅកាន់ឈុំនឹងគ្រួចទៅចំណែកកូនប្រសាររបស់ខ្ញុំនេះគេគឺជាអ្នកគ្រប់គ្រងទៅកាន់សត្វក្របីតែរឿងធំដុំគឺត្រូវតែសួរទៅកាន់ឈុំព្រោះថានៅក្នុងដែនព្រៃគឺជាជំនាញរបស់ពពួកគ្រូអាគមតែអ្នកទាំងអស់គ្នាមួយចំនួនដែលមិនធ្លាប់បានឃើញសមត្ថភាពរបស់នាយឈុំនោះពួកគេហាក់ដូចជារៀងក្រអឺតក្រទមដោយសារតែពួកគេនោះគឺជាអ្នកធ្វើកិច្ចការងារជាមួយនឹងលោកដង្ខៅគេនោះគឺជាជើងចាស់ដើរសឹងតែនឹងសឹកផ្លូវទៅហើយផ្លូវតាមជាដែនជាច្រើនផ្លូវត្រូវពួកគេស្គាល់ខ្ទេញនៅពេលនោះលោកពូម្នាក់ក៏បាននិយាយថាលោកដង្ខៅរកមនុស្សចាស់បន្តិចទៅឲ្យធ្វើដំណើរទៅជាមួយនឹងពួកខ្ញុំមិនចង់ឲ្យក្មេងប្រើនោះទេហើយលោកដង្ខៅតើដឹងពីសមត្ថភាពរបស់ពួកគេទាំងពីរនាក់ហើយឬនៅភ្លាមនោះដង្ខៅក៏បាននិយាយថាណែមិនអីទេលោកប្អូនប្រហែលជាមិនទាន់ដឹងពីសមត្ថភាពរបស់ពួកគេធ្វើដំណើរទៅជាមួយនឹងគេសិនទៅបើសិនជាមានរឿងរ៉ាវតាមផ្លូវនោះលោកប្អូនប្រកាសជាបានឃើញច្បាស់នៅនឹងភ្នែកពិតជាមិនខានក៏ប៉ុន្តែទោះបីជាដង្ខៅរៀបរាប់ប៉ុណ្ណាក៏មនុស្សមួយចំនួនហាក់ដូចជាមិនសូវពេញចិត្តទៅកាន់នាយឈុំដែរដោយសារតែពីមុនពួកគេក៏ដឹងពីប្រវត្តិនាយឈុំនេះធ្លាប់មានចំនួនជាមួយនឹងដង្ខៅផងដែរដូច្នេះទើបពួកគេមិនសូវជាសប្បាយចិត្តនឹងរួមការងារជាមួយនឹងកំឡោះឈុំក៏ប៉ុន្តែសប្បាយចិត្តក៏ដោយមិនសប្បាយចិត្តក៏ដោយក៏ត្រូវតែធ្វើដំណើរទៅជាមួយនឹងនាយឈុំដែរវេលាព្រឹកស្អែកក៏បានឈានចូលមកដល់អ្នកគ្រប់គ្នារៀបចំសម្ភារៈរៀងៗខ្លួននាយឈុំរឿងគ្រួចបានជិះសេះមួយក្បាលម្នាក់ចំណែកអ្នកផ្សេងទៀតបានបរទេះដឹកស្បៀងដឹកចំណីអាហារមួយចំនួនរទេះនោះខ្ទង់ប្រហែលជា 3-4 រទេះដែរសម្រាប់ដឹកចានឆ្នាំងអាហារហូបចុកព្រមទាំងទឹកសម្រាប់ប្រើប្រាស់នៅក្នុងដែនព្រៃ
ព្រោះថាកន្លែងខ្លះមិនសូវជាសម្បូរទឹកនោះទេម្យ៉ាងទៀតបើសិនជាជួបស្ទឹងបឹងបួរឯនោះអ្នកទាំងអស់គ្នាតែងតែគៀងសត្វក្របីឲ្យវាទៅត្រាំទឹកមួយសន្ទុះព្រោះថាសត្វក្របីធ្វើដំណើរឆ្ងាយត្រូវពន្លឺថ្ងៃច្រើនមិនបាននោះទេរោមរបស់វាស្ដើងខ្លាំងណាស់ពួកគេបានបន្តដំណើរចេញពីទីកន្លែងនោះអស់រយៈពេលជាច្រើនថ្ងៃនៅក្នុងថ្ងៃមួយនោះពួកគេក៏បានចូលទៅដល់ព្រៃមួយកន្លែងហើយព្រៃនោះក៏នៅមិនឆ្ងាយពីភូមិមិនបានដែរបន្ទាប់ពីជិតថ្ងៃត្រង់អ្នកកំឡោះឈុំបាននិយាយថាពួកយើងទាំងអស់គ្នាដាក់រទេះឲ្យសត្វក្របីវាទៅស៊ីស្មៅស៊ីស្លឹកឈើមួយផ្លែសិនទៅណែពួកយើងរៀបចំដាំបាយដាំទឹកហូបសិនបន្ទាប់ពីហូបបាយរួចចាំពួកយើងបន្តដំណើរទៅមុខទៀតនៃរឿងក៏បានផ្ដល់សញ្ញាទៅកាន់គ្នារបស់គេឲ្យដាក់រទេះហើយពួកគេនេះរៀបចំដាំបាយដាំទឹកអ្នកណាខាងគៀងសត្វក្របីពួកគេក៏បានទៅគៀងសត្វក្របីទៅចំណែកឯអ្នកជំនាញដាំស្លខាងចុងភៅនោះពួកគេក៏បានរៀបចំដាំស្លតាមភារកិច្ចរៀងខ្លួននាយឈុំបានដើរចូលទៅចិត្តនៃរឿងគេបាននិយាយថារឿងផ្លូវនេះធ្លាប់មានគ្រោះថ្នាក់ដែរឬអត់នាយរឿងបានក្រវីក្បាលគេបានតបទៅកាន់បងប្រុសឈុំថាអត់ទេបងខ្ញុំធ្វើដំណើរមកតាមនេះជាមួយនឹងលោកពុកពី3ជើងទៅហើយតែទីកន្លែងនេះដូចជាមិនធ្លាប់មានគ្រោះថ្នាក់ស្អីនោះទេក៏ប៉ុន្តែនាយឈុំសម្លឹងទៅកាន់បរិវេណនេះមើលទៅដូចជាមានសភាពមិនស្រួលនោះទេនាយឈុំបានសម្លឹងទៅកាន់នាយក្រួចក្រោយមកគេបាននិយាយថានាយក្រួចឯងធ្វើដំណើរទៅជាមួយនឹងបងមួយផ្លែនរឿងឯនៅទីកន្លែងនេះហើយចាំមើលគ្នារបស់ជើងនាយក្រួចនិងនាយឈុំបានស្ពេកំភ្លើងធ្វើដំណើរចេញពីទីកន្លែងនេះរួចឆាយពួកគេបានដើរមើលជុំវិញបរិវេណនេះនៅក្បែរនេះស្រាប់តែប្រទះឃើញសាកសពរបស់មនុស្សអស់សាច់រលីងហើយគេក៏ប្រទះឃើញសាកសពរបស់ពពួកសត្វព្រៃផងដែរសត្វនិងមនុស្សហេតុអ្វីក៏មកស្លាប់ទីកន្លែងនេះតើមានអ្វីជាអ្នកសម្លាប់ទៅកាន់ពួកគេនាយឈុំឈរជ្រុញចិញ្ចើមរួចឆាយគេក៏បាននិយាយទៅកាន់នាយក្រួចថាណែបងអូនឯងជួយវិភាគបងបន្តិចមើលតើសាកសពទាំងអស់នេះស្លាប់ដោយសារអ្វីទៅបងដើររកមើលស្នាមជើងដូចជាមិនបានឃើញស្នាមជើងរបស់សត្វខ្លាឬក៏ពពួកវងចចកស្អីនោះទេនាយក្រួចក៏បានដើរចូលទៅចិត្តរួចឆាយគេក៏បានសម្លឹងរកស្នាមជើងក្បែរនេះបើសិនជាមានការសម្លាប់នោះប្រកាសជាមានការប្រតបប្រតាយទោះបីជាអ្នកស្លាប់នេះមិនចេះអាគមក៏ដោយក៏គេព្យាយាមប្រតបប្រតាយដើម្បីរកសេចក្តីរស់ឲ្យផុតពីចង្កូមរបស់ពពួកសត្វកាចដែរតែក្រួចដើរមើលចុះមើលឡើងដូចជាមិនបានឃើញស្អីទាល់តែសោះនៅពេលនោះគេបាននិយាយថាបងប្រុសណែដូចជាគ្មានស្អីគួរឲ្យកត់សម្គាល់នោះទេឬមួយក៏គេខ្យល់កស្លាប់នៅទីកន្លែងនេះឈុំបានជ្រុញចិញ្ចើមមើលទៅកាន់សម្លៀកបំពាក់របស់គេនោះគឺរហែករហ័យបើសិនជាខ្យល់កមែននោះប្រហែលជាសម្លៀកបំពាក់មិនបានរហែករហ័យដូចនេះនោះទេតែបើសិនជាគេស្លាប់ហើយត្រូវពពួកសត្វចចកឬក៏សត្វខ្លាមកហែកស៊ីសាកសពរបស់គេនោះប្រកាសជាមានស្នាមជើងខ្លាស្នាមជើងសត្វចចកពិតជាមិនខានតែនេះដូចជាគ្មានឃើញស្នាមជើងអីសោះអ្នកទាំងពីរក៏បានបន្តទៅរកខាងមុខទៀតក្រៃលោមានដំរីអីគួរឲ្យកត់សម្គាល់ក្រោយពីនោះទៅពួកគេដើរទៅដើរមកក៏ប៉ុន្តែដូចជាគ្មានរឿងអ្វីឲ្យពួកគេមានការសង្ស័យទាល់តែសោះនាយក្រួចបាននិយាយថាបងរឿងនេះដូចជាចម្លែកខ្លាំងណាស់ណែមើលទៅព្រៃនេះប្រកាសជាកើតមានពពួកខ្មោចព្រាយបិសាចឬក៏ពពួកគ្រូថ្មពិតជាមិនខានក្រោយពីដើរក្រវល់នេះអស់មួយសន្ទុះអ្នកទាំងពីរក៏បានត្រឡប់ទៅវិញភ្លាមនោះរឿងគេក៏បានសាកសួរថាយ៉ាងម៉េចហើយបងតើមានបានឃើញអ្វីគួរឲ្យកត់សម្គាល់ដែរឬទេនាយឈុំបានតបថាអាប់អូននៅខាងនោះគឺមានសាកសពមួយគឺជាសាកសពរបស់មនុស្សហើយ ហើយក៏មានសាកសពរបស់សត្វផ្សេងទៀតផងដែរណែឯថាទីកន្លែងនេះ
มันធ្លាប់មានគ្រោះថ្នាក់ហើយចុះហេតុអ្វីក៏មានសាកសពទាំងសត្វមានទាំងសាកសពមនុស្សរឿងគេបាននិយាយថាណែបងរឿងនេះគឺពិតប្រាកដមែនបើសិនជាបងមិនជឿបងសាកសួរទៅកាន់អ្នកដែលធ្លាប់ធ្វើដំណើរជាមួយនឹងខ្ញុំទៅនៅតាមតំបន់នេះមិនធ្លាប់មានគ្រោះថ្នាក់ស្អីនោះទេក្រោយពីនោះទៅមនុស្សគ្រប់គ្នាក៏បានឆ្លើយតាមសម្ដីដែលរឿងបាននិយាយតែបន្តិចក្រោយមកស្រាប់តែឮសម្រែកបានស្រែកចេញមកពីក្នុងព្រៃជួយផងជួយពួកខ្ញុំផងសត្វដ៏ស្លាប់ធំខ្លាំងណាស់សំឡេងនោះស្រែកកាន់តែគៀកក្រោយមកអ្នកទាំងអស់គ្នាក៏បានស្ទុះឡើងទាញកាំភ្លើងរបស់ពួកគេតម្រង់ទៅកាន់ទីកន្លែងនោះបន្តិចក្រោយមកស្រាប់តែបានឃើញបរិសុទ្ធពីរនាក់បរិសុទ្ធម្នាក់រាងចាស់ចំណែកឯបរិសុទ្ធម្នាក់ទៀតរាងក្មេងជំទង់អ្នកទាំងពីរបានរត់សម្ដៅទៅរកពួកដង្ខៅក្របីភ្លាមនោះពួកគេសំពះឲ្យទៅកាន់ដង្ខៅក្របីជួយនាយឈុំជ្រុញចិញ្ចើមរួចហើយក៏បានសួរទៅកាន់គេថាលោកពូតើមានរឿងស្អីទៅតើលោកពូស្រែកបាញ់នេះបានជួបជាមួយនឹងអ្វីគួរឲ្យភ្ញាក់ផ្អើលមែនឬទេពូថោគាត់បាននិយាយថាណែលោកក្មួយខ្ញុំបានឃើញសត្វដ៏ស្លាប់ធំខ្លាំងណាស់វាកំពុងតែដេញតាមសម្លាប់ខ្ញុំអំបាញ់មិញបានឃើញវានៅលើចុងឈើឯណោះតែពេលនោះកូនប្រុសរបស់គាត់មានឈ្មោះថានិបាតគេបាននិយាយថាពុកខ្ញុំថាមិនមែនសត្វនោះទេគឺជាមនុស្សចេះហោះខ្ញុំបានឃើញមុខមាត់វាគឺជាមនុស្សដៃជើងអីគឺជាមនុស្សតែវាមានភ្នែកតែមួយចំហៀងនោះទេគ្រាន់តែលើដូច្នេះនាយឈុំក៏បានដឹងច្បាស់ភ្លាមថានោះគឺជាធ្មប់ភ្នែកមួយមើលទៅប្រហែលជាវាមកលាក់ខ្លួនទីកន្លែងនេះដើម្បីចាត់ការទៅកាន់មនុស្សចិញ្ចក់ឈាមនឹងស៊ីស្តាច់ដើម្បីបង្កើនកម្លាំងរបស់វានឹងឯងឈុំបានសម្លឹងទៅកាន់គ្រួចក្រោយមកគេនិយាយថាអាប្អូនយើងជិតបានជួបជាមួយនឹងសត្រូវចាស់ហើយនេះអ្នកទាំងអស់គ្នាកាន់កំភ្លើងត្រៀមហើយប្រាប់ទៅកាន់អ្នកផ្សេងទៀតឲ្យគៀងសัตว์ក្របីមកចូលគ្នាលឿនឡើងនៃរឿងគេក៏បានស្រែកប្រាប់ទៅកាន់អ្នកទាំងអស់គ្នាក្រោយមកពួកគេក៏ចាប់ផ្ដើមគៀងសัตว์ក្របីមកជុំគ្នានៅទីកន្លែងនេះបន្តិចក្រោយមកក៏ស្រាប់តែធ្មប់ភ្នែកមួយបានចូលទៅដល់ធ្មប់នោះបានទៅទះស្លាប់រួចហើយហើរទៅទុំនៅលើដើមឈើមួយនៅក្នុងពេលនោះគេបានសម្លឹងចុះទៅក្រោមស្រាប់តែបានឃើញសត្វក្របីជាច្រើនធ្មប់ក៏ចាប់ដើមសប្បាយចិត្តមើលទៅថ្ងៃនេះគេប្រកាសជាឆ្ងាញ់មាត់ពិតជាមិនខានសត្វក្របីជាច្រើនមនុស្សក៏ច្រើនមើលទៅប្រហែលជាគេស៊ីសត្វក្របីនេះត្រឹម 3-4-5 ថ្ងៃនោះស៊ីមិនអស់នោះទេធ្មប់ភ្នែកមួយក៏ចាប់ផ្ដើមទម្លាក់ខ្លួនហើយចុះទៅឆាបយកមនុស្សម្នាក់ក៏ប៉ុន្តែបន្ទាប់ពីវាចុះទៅដល់ក៏ស្រាប់តែស៊ីមួយគ្រាប់កំភ្លើងរបស់នាយឈុំធ្មប់នោះក៏បានធ្លាក់ចុះមកលើដីភ្លាមនោះវាបើកភ្នែកសម្លឹងទៅក៏បានឃើញថានេះគឺជាអអ្នកកំឡោះ2នាក់ដែលគេបានជួបនៅក្នុងផ្ទះរបស់ដង្ខៅសោកាលពីថ្ងៃមុនធ្មប់ភ្នែកមួយបាននិយាយថាស្អីគេពួកឯងទៀតហើយតើពួកឯងនេះគឺជាគ្រូមកពីណានេក្រូចបានសោចរួចហើយគេនិយាយថានៅធ្មប់យើងមិនមែនជាគ្រូអាគមមកពីណានោះទេយើងគឺជាពួកដង្ខៅក្របីនាំសត្វក្របីធ្វើដំណើរទៅកាន់ជ័យដែនហើយចុះឯងនេះទៅណាមិនផុតពីកន្លែងរបស់យើងមកជួបជាមួយនឹងយើងរហូតធ្មប់ក៏និយាយថាបាននៅក្នុងថ្ងៃនេះចូលจะបានជួបគ្នាទៅហើយយើងនៅឲ្យឯងដឹងដៃធ្មប់ភ្នែកមួយរបស់យើងទៅចោះពេលនោះធ្មប់ចាប់ដើមទៅទះស្លាប់ភឹបខ្យល់ក៏ចាប់ដើមបក់កាន់តែខ្លាំងទៅហើយកម្លាំងនៃខ្យល់នោះក៏បានប្រែក្លាយទៅជាខ្យល់គួចធ្វើឲ្យសម្រាមធូលីដីហើយសំពងពាសពេញទៅទីកន្លែងនោះអ្នកគ្រប់គ្នាក៏ចាប់ដើមច្របូកច្របល់សម្បីតែពពុះសត្វក្របីនោះក៏ឆ្លេឆ្លាលោតចុះលោតឡើងដែរភ្លាមនោះអ្នកកំឡោះឈុំបាននិយាយថា
ក្រួចឯនៅទីកន្លែងនេះនៅចាំមើលទៅកាន់ពពួកសត្វក្របីនិងមនុស្សចំណែកបងទៅទីកន្លែងនោះមួយផ្លែននាយក្រួចបានសួរថាបងប្រុសបងទៅណាទៅតែឈុំមិនបានមាត់នោះទេគេក៏បានកិច្ចចេញពីទីកន្លែងនេះនាយឈុំបានប្រាអាគមមកបាំងកាយរួចហើយក៏បានចេញបានបន្តិចក្រោយមកគេក៏បានស្រវាឡើងទៅលើដើមឈើធំមួយខណៈពេលនោះគេសម្លឹងទៅបានឃើញថាធ្មប់កំពុងតែទទះស្លាប់នៅពីលើវងរបស់សត្វក្របីនាយឈុំបាននិយាយថាភ្នែកមួយនៅក្នុងពេលនេះយើងនឹងឲ្យឯងស្លាប់ពិតជាមិនខាននាយឈុំបានបិទភ្នែកសូត្រសែបនៃបាលីមន្តអាគមរួចឆោយក្បាញ់មួយគ្រាប់សំដៅទៅរកធ្មប់នោះខណៈពេលនោះធ្មប់ក៏ស្រាប់តែធ្លាក់ចុះទៅលើដីរួចឆោយនាយក្រួចក៏បានទាញកាភ្លើងរបស់គេបាញ់បន្ថែមទៀតក៏ប៉ុន្តែធ្មប់នោះបានយកស្លាបរបស់ខ្លួនក្របដណ្ដប់ទៅលើខ្លួនរបស់គេធ្វើឲ្យក្របកាភ្លើងនោះប៉ាំងខ្ទាតថយក្រោយនាយក្រួចបាននិយាយថាបងប្រុសវាធ្លាក់មកលើដីហើយឥឡូវនេះយើងមកសហការចាត់ការជាមួយនឹងវាទៅនាយឈុំដោយសារតែខ្លាចធ្មប់នេះវាហើយចេញទៅរួចទៀតគេក៏បានយកកសែកថារបស់គេប្រើមន្តអាគមចំណងរបស់គេគប់សំដៅទៅរកធ្មប់ខ្សែចំណងអាគមក៏ចាប់ផ្ដើមចងធ្មប់ឲ្យជាប់នៅទីកន្លែងនោះស្របពេលនោះផងដែរគេក៏បានទាញកាំបិតរបស់ខ្លួនប្រសិទ្ធិសូត្រសែបរួចឆោយស្ទុះទៅពួយមួយទំហឹងបានចប់ជីវិតធ្មប់ភ្នែកមួយនៅទីកន្លែងនោះទៅអ្នកគ្រប់គ្នាក៏ចាប់ផ្ដើមភ្លឺភ្នែកបន្ទាប់ពីឃើញមន្តអាគមរបស់អ្នកកំឡោះនេះអ្នកដែលមិនធ្លាប់ជឿទុកចិត្តទៅកាន់អ្នកកំឡោះនេះក៏ចាប់ផ្ដើមមានការភ្ញាក់ផ្អើលក្រោយពីការស្លាប់ធ្មប់នោះក៏បានប្រែក្លាយទៅជាបរិសុទ្ធចំណាស់ម្នាក់ក៏ប៉ុន្តែរូបរាងកាយរបស់គេមើលទៅស្អុយក៏គ្រុកតែម្ដងអ្នកកំឡោះឈុំបាននិយាយថានៅពួកយើងអស់សាកសពរបស់គេយកទៅឆ្ងាយពីទីកន្លែងនេះទៅដើម្បីកុំឲ្យចេះក្លិនស្អុយមើលទៅហូបបាយមិនចូលនោះទេនៅពេលនោះអ្នកកំឡោះក៏បានកលេចសម្លឹងទៅកាន់ពុទ្ធោនិងនិបាតក្រោយមកគេក៏បានសួរថាអ្នកទាំងពីរហើយអ្នកទាំងពីរធ្វើដំណើរចូលមកក្នុងព្រៃនេះតើមានកិច្ចការស្អីដែរនៅពេលនោះពុទ្ធោលើកដៃសំពះរួចក៏និយាយថាខ្ញុំសូមអរគុណលោកគ្រូដែលបានជួយជីវិតខ្ញុំតាមពិតទៅខ្ញុំជាមួយនឹងកូនប្រុសមករកថ្នាំសង្កូវដើម្បីយកទៅទុកឲ្យប្រពន្ធណែប្រពន្ធរបស់ខ្ញុំនាងចិត្តសម្រាប់កូនហើយគ្រប់ខែប្រហែលជាមួយថ្ងៃពីរថ្ងៃនឹងឯងយាយម៉បដែលមានឈ្មោះថាយាយម៉ៅគាត់បានប្រាប់ខ្ញុំឲ្យមកក្នុងព្រៃដើម្បីស្វែងរកថ្នាំរក្សាកោនេថោបានសម្លឹងទៅកាន់ថ្នាំសង្កូវនៅក្នុងកន្ត្រករបស់គាត់ហើយគេបានពិនិត្យមើលក៏ឃើញថានេះគឺជាថ្នាំរក្សាកោពិតប្រាកដមែននៅពេលនោះឈុំក៏បានសួរថាលោកពូផ្ទះសម្បែងរបស់លោកពូនៅទីកន្លែងណាទៅលោកពូបានចង្អុលទៅខាងលិចក្រោយមកគាត់និយាយថានោះទីកន្លែងដែលមានដើមឈើដ៏ខ្ពស់ខ្ពស់ជាជួរនោះហើយគឺជាភូមិរបស់ពួកខ្ញុំណែលោកនឹងខៅបានជួយជីវិតពួកខ្ញុំទាំងពីរនាក់ណែខ្ញុំចង់ឲ្យលោកនឹងខៅជួយទៅកាន់អ្នកស្រុកនៅភូមិផងឈុំនឹងក្រួចបានសម្លឹងមកគ្នាក្រោយមកនៃឈុំក៏បានសួរទៅកាន់គាត់ថាលោកពូនៅក្នុងភូមិតើមានរឿងអ្វីតើមែនឬទេពូថោបានសម្លឹងទៅកាន់ដង្ខៅក្រោយមកគាត់និយាយថាណែលោកគ្រូរឿងនេះគឺចេះទេមរយៈពេលនេះនៅក្នុងស្រុកភូមិចេះតែមានរឿងហេតុកើតជាបន្តបន្ទាប់ណែមនុស្សម្នាដែលឆ្លងទន្លេរួចកូនរបស់គេតែតែស្លាប់ម្យ៉ាងទៀតនោះយាយម៉បបាននិយាយប្រាប់ថាដោយសារតែយើងមិនគោរពទៅកាន់អ្នកតានៅក្នុងតំបន់នោះយាយម៉បក៏បានប្រាប់ឲ្យពួកយើងនៅពេលដែលសម្រាកូនរួចត្រូវតែយកសក់យកទៅដាក់នៅក្រោមដើមឈើធំមួយដែលជាទីកន្លែងអ្នកតាចេញចូលចំណែកឯអ្នកភូមិរបស់យើងដោយសារតែឃើញខុសទំនៀមទម្លាប់អ្នកខ្លះក៏ជឿអ្នកខ្លះក៏មិនជឿ
ក៏ប៉ុន្តែបើសិនជាអ្នកណាសម្រាកូនរួចមិនបានយកសុកដាក់ក្នុងកន្លយកទៅដាក់នៅក្បែរដើមឈើធំនោះទេកូនរបស់គេប្រកាសជាស្លាប់ពិតជាមិនខាននេឈុំបើកភ្នែកធំធំបន្ទាប់ពីមានរឿងគួរឲ្យសង្ស័យដូចនេះក្រោយមកគេនិយាយថាលោកពូរឿងហេតុនេះកើតឡើងរយៈពេលប្រហែលឆ្នាំហើយពូថោរាប់ដៃរាប់ជើងរាប់ចុះរាប់ឡើងគាត់ក៏និយាយថាណែជាង10ឆ្នាំមកហើយក្មេងដែលបានស្លាប់នោះច្រើនអ្នកមកហើយដែរក្មេងដែលយកទៅកប់តែងតែបាត់មិនដែលឃើញនោះទេចំណែកសក់ដែលជើងយកទៅដាក់នៅក្រោមដើមឈើធំនោះក៏តែងតែបាត់ដែរខ្ញុំមានការសង្ស័យខ្លាំងណាស់នៅពេលនេះខ្ញុំបានស្ដាប់តាមដំបូន្មានរបស់ជ័យម៉ៅបានចូលមកក្នុងព្រៃរកថ្នាំរក្សាគភ៌ណែមើលទៅប្រពន្ធខ្ញុំប្រហែលជាចិត្តឆ្លងទន្លេដែរហើយខ្ញុំឲ្យពុកម្ដាយខ្ញុំនិងចាស់ទុំនៅជួយមើលនៅផ្ទះនោះគ្រួញក៏បានសម្លឹងទៅកាន់បរិសវ័យជំទង់ម្នាក់ដែលកំពុងតែឈរបើកភ្នែកសសនៅក្បែរពុទ្ធោគេក៏សួរថាលោកពូគេគឺជាអ្នកណាទៅលោកពូបានតបថាអូលោកគ្រូនេះគឺជាកូនប្រុសរបស់ខ្ញុំគេគឺជាកូនច្បងគេពេញកំឡោះទៅហើយណែខ្ញុំគិតថាខ្ញុំមិនចង់យកកូនទៀតនោះទេក៏ប៉ុន្តែមិនដឹងជាយ៉ាងម៉េចខ្ញុំមានអាយុច្រើនដែរហើយប្រពន្ធខ្ញុំនោះក៏មានអាយុច្រើនតែពួកយើងបែរជាមានកូនមើលទៅទេសាទទេវតាប្រទានពិតជាមិនខានណែឥឡូវនេះលោកគ្រូអាចចូលទៅក្នុងភូមិជួយទៅកាន់ពួកខ្ញុំបានដែរឬអត់នេឈុំបានសម្លឹងទៅកាន់នៃរឿងក្រោយមកគេក៏សួរថាយ៉ាងម៉េចដែរបងអូនតើយើងគួរតែទៅជួយគេដែរឬអត់មនុស្សមួយចំនួនដែលធ្វើដំណើរទៅនោះគេបានប្រកែកបរិសម្នាក់បាននិយាយថាមិនកើតទេលោកដង្ខៅពួកយើងមកជួយដូរជើងមិនមែនមកជួយមនុស្សនោះឡើយផ្លូវរបស់យើងនៅឆ្ងាយណាស់សត្វក្របីក៏មានច្រើនបើសិនជាយើងធ្វើប្រហែសនៅតែស្ទាក់ស្ទើរទៅតាមផ្លូវនោះប្រកាសជាបរាជ័យដោយសារតែពួកចៅពិតជាមិនខាននេឈុំដកដង្ហើមធំរួចហើយក៏បាននិយាយទៅកាន់ពុទ្ធោថាលោកពូឲ្យខ្ញុំមកជាស្រ័យផងមើលទៅខ្ញុំប្រហែលជាមិនអាចទៅជួយដល់អ្នកស្រុកអ្នកភូមិរបស់លោកពូបាននោះទេតែពុទ្ធោចាប់ផ្ដើមលុតជង្គង់ក្រឹមរួចហើយលើកដៃសំពះសំបីតែអ្នកបានកូនគាត់នោះក៏បានលើកដៃសំពះទៅកាន់អ្នកទាំងអស់គ្នាដែរពុទ្ធោបាននិយាយថាលោកគ្រូនៅក្នុងភូមិបាត់ក្មេងច្រើនមកហើយក្មេងខ្លះក៏ត្រូវស្លាប់ក្មេងខ្លះក៏ត្រូវបាត់ខ្លួនមើលទៅបន្តិចទៀតក្នុងភូមិប្រកាសជាអស់មនុស្សពិតជាមិនខានឲ្យតែគ្មានក្មេងៗនៅរស់បន្តនោះសូមអ្នកទាំងអស់គ្នាមេត្តាទៅជួយពួកខ្ញុំផងទៅចំពោះសត្វក្របីនេះចាំខ្ញុំប្រាប់ទៅកាន់អ្នកភូមិរបស់ខ្ញុំឲ្យជួយទិញមួយចំនួនដោយសារតែពួកគាត់ត្រូវការសត្វគោក្របីយកមកប្រើប្រាស់ដែររឿងបន្ទាប់ពីលើសម្ដីរបស់លោកពូម្នាក់នោះបាននិយាយគេក៏និយាយថាប្រកាសទេពូថាអ្នកភូមិរបស់ពូជួយទិញសត្វក្របីរបស់ខ្ញុំពេលនោះនេះបាទក៏និយាយថាលោកដងខៅមិនអីនោះទេអ្នកភូមិរបស់ខ្ញុំនោះគេត្រូវការសត្វក្របីចាន់ខ្លាំងណាស់បើសិនជាទៅនោះប្រហែលជាអ្នកភូមិរបស់ខ្ញុំជួយទិញជាច្រើននឹមពិតជាមិនខានបន្ទាប់ពីលើកថាអ្នកភូមិជួយទិញសត្វក្របីរឿងក៏បាននិយាយទៅកាន់បងឈុំរបស់គេថាបងឥឡូវនេះបើសិនជាគាត់អង្វរទៅហើយជើងធ្វើដំណើរទៅកាន់ស្រុកភូមិគាត់ទៅសម្រាប់នៅទីកន្លែងនោះមួយជប់ពីជប់ទៅព្រោះថាជើងក៏បានលក់សត្វក្របីមួយចំនួនផងដែររឿងនេះគឺល្អសម្រាប់ជើងទៀតតើសត្វក្របីចាស់យើងអាចទិញដូរជាមួយនឹងគេបានផងដែរក្រោយពេលនោះទៅពួកគាត់បាននិយាយថាលោកពូទៅរកថ្នាំសង្កូវសិនទៅហើយខ្ញុំហូបបាយរួចខ្ញុំនឹងធ្វើដំណើរទៅជាមួយលោកពូហូបបាយឬនៅពូថោគាត់ងក់ក្បាលហើយគាត់បានតបថាមិនអីទេលោកគ្រូខ្ញុំហូបបាយជាមួយនឹងកូនប្រុសរួចហើយណែបន្តិចទៀតចាំខ្ញុំត្រឡប់មកវិញខ្ញុំទៅរកថ្នាំសង្កូវបង្គ្រប់សិនក្រោយពីនោះនេះបាទជាមួយនឹងពុករបស់គេក៏បានទៅរកថ្នាំសង្កូវបន្តទៀតមួយសន្ទុះធំក្រោយមកទើបពួកគាត់ត្រឡប់មកវិញ
ហើយពួកដង្ខៅក្របីក៏បានហូបចុករួចរាល់ផងដែរអ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមបន្តដំណើរសំដៅចូលទៅកាន់ភូមិស្រុករបស់ពុទ្ធោបន្ទាប់ពីគាត់ធ្វើដំណើរចូលទៅដល់នោះខ្ទង់ប្រហែលជាម៉ោង 3:04 ឯហ្នឹងចំណែកឯប្រពន្ធរបស់ពុទ្ធោក៏ចាប់ផ្ដើមឈឺពោះចិត្តសម្រាប់កូនល្មមខណៈពេលនោះពុទ្ធោបានប្រាប់ទៅកាន់អ្នកភូមិថាលោកដង្ខៅក្របីចង់មកកាន់ទីកន្លែងនេះដើម្បីចង់ជួយទៅកាន់អ្នកស្រុកអ្នកភូមិជើងពេលរឿងបាត់ក្មេងនឹងមានក្មេងស្លាប់ជាបន្តបន្ទាប់អ្នកភូមិគ្រប់គ្នាសប្បាយចិត្តណាស់ហើយពួកគាត់ក៏បានជួយរៀបចំទីកន្លែងឲ្យពួកគេដាក់សត្វក្របីចំនួនជាង100ក្បាលហើយក៏រៀបចំទីកន្លែងឲ្យពួកគេសម្រាប់ឲ្យបានស្រួលបួលផងដែរក្រោយពីនោះទៅកំឡោះឈុំក៏បានសួរទៅកាន់ពុទ្ធោថាលោកពូផ្ទះក្បឿងដែលសាងសង់បែបបុតបុរាណដែលពួកយើងបានឃើញមុននឹងយើងធ្វើដំណើរចូលមកកាន់ទីកន្លែងនេះតើនោះគឺជាផ្ទះរបស់អ្នកណាទៅពុទ្ធោបាននិយាយថាលោកគ្រូនោះគឺជាផ្ទះរបស់ជីម៉មដែលមានឈ្មោះថាម៉ៅនឹងហើយគាត់នៅពីអ្នកចៅស្រីម្នាក់ចៅស្រីរបស់គាត់នោះមានឈ្មោះថាស្រីស្រស់ណែក៏មិនដឹងថាជាចៅពិតប្រាកដរបស់គាត់ឬក៏គាត់នាំចុកមកពីណាព្រោះថាខ្ញុំក៏មិនដឹងដែរចៃម៉ៅនេះគឺជាអ្នកចំណូលថ្មីនោះទេបាននិយាយទៅគាត់ចង់រស់នៅទីកន្លែងនេះខ្ទង់ប្រហែលជាជាង10ឆ្នាំតែប៉ុណ្ណោះអ្នកទាំងអស់គ្នាកំពុងតែប្រោកប្រាជ្ញបន្តិចក្រោយមកចាស់ទុំក៏បាននិយាយថាណែថោឯងយករទេះសេះទៅដឹកជាមកឲ្យលឿនឡើងប្រពន្ធរបស់ឯងកាន់តែមិនស្រួលហើយពូថោគាត់ក៏បានធ្វើដំណើរសំដៅទៅកាន់ផ្ទះជាមកដែលមានឈ្មោះថាម៉ៅរួចហើយជ័យម៉ៅជាមួយនឹងចៅស្រីដ៏ស្រស់ស្អាតរបស់គាត់ក៏បានធ្វើដំណើរចូលមកកាន់ទីកន្លែងនេះមនុស្សគ្រប់គ្នាក៏មានការភ្ញាក់ផ្អើលបន្ទាប់ពីឃើញសម្រស់របស់ស្រីស្រស់ជាពិសេសនោះគឺនាយក្រួចតែម្ដងនាយក្រួចសម្លឹងទៅកាន់នាងមិនដាក់ភ្នែកនោះទេបន្ទាប់ពីនោះទៅលោកយាយឆ្មបនោះក៏បានទៅសម្រាលកូនរបស់ពុទ្ធោរស់ស៊ីលបន្តិចទើបកូនរបស់គាត់បានឆ្លងទន្លេចេញមករួចក្រោយពីនោះទៅចៃម៉ៅបាននិយាយថាណែថោធ្វើតាមទំនៀមទម្លាប់ចាស់ទៅយកសក់នេះទៅដាក់ក្នុងកន្លខ្មៅយកទៅទុកក្រោមដើមឈើអ្នកតាយប់នេះប្រកាសជាអ្នកតាគេចេញមកខ្សែផ្សោយហើយបើសិនជាយើងមិនយកសក់ទៅដាក់នោះទេគេប្រកាសជាធ្វើបាបមកកាន់កូនណែនេះគឺជាការផ្លាស់ប្ដូរមួយដ៏ល្អធ្វើតាមខ្ញុំទៅពូថោគាត់ក៏ប្រញាប់ប្រញាប់យកសក់នោះរត់សម្ដៅទៅកាន់ដើមឈើធំដែលជាទីកន្លែងគេចាត់ទុកថាជាដើមឈើអ្នកតាស្របពេលនោះនាយឈុំក៏បានធ្វើដំណើរទៅតាមលោកពូម្នាក់នោះក្រោយមកគេក៏បានឃើញដើមឈើនោះមានទំហំធំខ្លាំងណាស់គឺជាដើមអំពិលបារាំងដុតធំមួយដើមទំហំខ្ទង់ប្រហែលជា4ទៅ5អោបឯណោះនាយឈុំដើរគោះដើមអំពិលបារាំងនោះបន្តិចហើយគេមានអារម្មណ៍ថានៅក្នុងដើមអំពិលបារាំងនេះគឺប្រហោងក្នុងពេលនោះគេក៏បានសួរទៅកាន់ពុទ្ធោថាលោកពូអ្នកទាំងអស់គ្នាសត្វតែយកសក់របស់គេមកទុកទីកន្លែងនេះមែនឬទេហើយចុះលោកពូធ្លាប់បានឃើញអ្នកតាមម្ចាស់ព្រៃមកស៊ីសក់នេះពិតប្រាកដដែរឬអត់ពូថោបានតបថាអត់ទេណែនៅក្នុងពេលយប់ពួកយើងតែតែលួចមើលពីក្រោយផ្ទះទៅបានឃើញភ្លើងភ្លឹមផ្លែតក៏ប៉ុន្តែមិនច្បាស់ថាភ្លើងអីនោះទេតែអ្នកភូមិចាត់ទុកថាគឺជាភ្លើងរបស់អ្នកតាចេញមកខ្សែផ្សោយសក់នេះគ្រាន់តែឮភ្លើងភ្លឹមផ្លែតអ្នកកំឡោះឈុំក៏ចាប់ផ្ដើមសង្ស័យទៅកាន់ពពុះអាបច្បាស់ណាស់ពួកអាបធ្មប់ចូលចិត្តតែសក់របស់មនុស្សស្រីនោះទេក្រោយមកឈុំក៏បាននិយាយថាលោកពូឲ្យក្រឡសក់កូនរបស់លោកពូឲ្យខ្ញុំមើលបន្តិចមកពេលនោះពុទ្ធោក៏បានហុចក្រឡសក់នោះទៅអ្នកកំឡោះបានបិទភ្នែករួចហើយក៏បានសូត្រមន្តអាគមគាថាហើយគេថែមទាំងយកទឹកថ្នាំពណ៌ខ្មៅទៅគូសជាអក្សរយ័ន្តនៅលើក្រឡនោះផងដែរក្រោយពីធ្វើរួចគេក៏បានហុចឲ្យទៅកាន់ពុទ្ធោវិញលោកពូបានសួរទាំងងឹងឆ្ងល់ថាណែលោកគ្រូធ្វើស្អីគេនឹងនាយឈុំបានសោចក្រោយមកគេក៏តបថាគឺខ្ញុំធ្វើដើម្បីឲ្យពួកអ្នកតានេះ
គាត់ហូបសក់នេះទៅកាន់តែឆ្ងាញ់សូមលោកពូកុំព្រួយបារម្ភអីក្រោយពីនោះទៅអ្នកទាំងពីរនាក់ក៏បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញក្រោយពីនោះលោកយាយឆ្មបក៏បានសួរថាយ៉ាងម៉េចហើយធោឯយករបស់ទៅដាក់ទីកន្លែងរបស់អ្នកតាហើយឬនៅពូថោបានងក់ក្បាលហើយគាត់និយាយថាលោកជ័យខ្ញុំធ្វើតាមសម្ដីរបស់លោកជ័យហើយខ្ញុំមិនឲ្យភ្លាំងផ្្លត់នោះទេយាយម៉ៅបានញញឹមរួចឆាយលិតមាត់ខ្វាច់ខ្វាញ់នៅក្នុងពេលនោះស្រីស្រស់ដែលជាចៅរបស់គាត់ក៏ចាប់ផ្ដើមព្រឺសម្បុរខ្ញាក់ខ្ញាក់ដោយសារតែនាងបានដឹងថាលោកជ័យរបស់នាងនេះគឺជាអាបជប់ឡើងគាត់តែងតែដកកចេញទៅរកស៊ីចំណីជាពិសេសនៅក្នុងថ្ងៃណាដែលគាត់បានមកសម្រាប់កូនអ្នកភូមិគាត់ប្រកាសជាដកកពិតជាមិនខានហើយស្រីស្រស់នេះក៏ចាំទទួលធ្វើជាទាយាទរបស់លោកជ័យម្នាក់នេះផងដែរក៏ប៉ុន្តែដោយសារតែស្ត្រីចាស់នេះនៅមានកម្លាំងមាំទាំគាត់មិនទាន់បន្តទាយាទឲ្យទៅកាន់ស្រីស្រស់នោះទេតាមពិតទៅស្រីម្នាក់នេះមិនមែនជាចៅពិតប្រាកដរបស់គាត់នោះទេដោយសារតែលោកជ័យម្នាក់នេះបានទៅចាប់ក្មេងស្រីម្នាក់នៅក្នុងភូមិផ្សេងទៀតនៅពេលដែលនាងមានអាយុ5ឆ្នាំហើយគាត់យកមកបីបាច់ថែរក្សាដើម្បីទុកឲ្យស្រីស្រស់នេះបន្តវេនអាបពីគាត់នឹងឯងស្រីស្រស់បានព្យាយាមរត់គេចចេញពីទីកន្លែងនេះម្ដងហើយម្ដងទៀតក៏ប៉ុន្តែនាងមិនដាច់ចេញផុតពីកណ្ដាប់ដៃរបស់ជាអាបនេះទេម្យ៉ាងទៀតនោះយាយអាបក៏បានគំរាមទៅកាន់នាងផងដែរបើសិនជានាងព្យាយាមរត់គេចចេញពីផ្ទះរបស់គាត់ទៀតនោះគាត់ពិតជាសម្លាប់នាងពិតជាមិនខានមិនត្រឹមតែធ្វើបាបទៅកាន់នាងនោះទេគាត់នឹងទៅសម្លាប់គ្រួសាររបស់នាងបន្ថែមទៀតស្រីស្រស់នាងមានអាយុ5ឆ្នាំក៏ប៉ុន្តែនាងនៅចងចាំរឿងមួយចំនួននៅក្នុងស្រុកភូមិរបស់នាងមើលទៅពុកម្ដាយរបស់នាងប្រកាសជាតាមរកនាងអស់រយៈពេលជាច្រើនឆ្នាំមកហើយក៏ប៉ុន្តែមិនដឹងថាកូនរបស់ខ្លួនបាត់ទៅទីណានោះទេដោយសារតែផ្ទះសម្បែងរបស់ស្រីស្រស់នេះគឺនៅឆ្ងាយពីទីកន្លែងនេះណាស់គ្រួចចេះតែសម្លឹងទៅកាន់ស្រីស្រស់ឈុំបានកេះគេតិចតិចក្រោយមកគេនិយាយថាអាប្អូនឯចាប់អារម្មណ៍ទៅកាន់ស្រីម្នាក់នេះមែនឬទេនាយគ្រួចក៏បានញញឹមរួចឆោយក៏តបទៅកាន់បងប្រុសថាបងខ្ញុំឃើញស្រីជាច្រើនអ្នកមកហើយក៏ប៉ុន្តែខ្ញុំមិនដែលធ្លាប់ឃើញស្រីណាមានកៅភ្នែកដុតស្រទន់គួរឲ្យស្រឡាញ់ដូចជានាងនោះទេម្យ៉ាងទៀតមើលទៅចរិតរឹកពីហាក់ដូចជាសុភាពរៀបសារខ្លាំងណាស់តែពេលនោះនាយឈុំបានខ្សឹបទៅកាន់ប្អូនប្រុសរបស់គេថាណែវើយនាងគឺជាចៅរបស់អាបនាយគ្រួចភ្ញាក់ខ្លួនព្រឺតក្រោយមកគេក៏សួរថាបងប្រុសណែយាយចាស់នោះគឺជាអាបមែនឬទេពេលនោះនាយឈុំក៏បានយកដៃទៅបិទមាត់នាយគ្រួចដោយសារតែនាយគ្រួចនិយាយខ្លាំងពេកហើយសម្លេងនោះក៏បានធ្វើឲ្យយាយម៉ៅបានលឺរហៀងផងដែរគាត់ក៏បានសម្លឹងទៅរកអ្នកទាំងពីរនាក់ក៏ប៉ុន្តែអ្នកទាំងពីរនាក់បាននិយាយបន្លប់ទៅនេះទៅនោះកុំឲ្យស្ត្រីម្នាក់នេះមានការចាប់អារម្មណ៍ទៅកាន់ពួកគេនៅពេលជប់នោះក៏បានឈានចូលមកដល់ខណៈពេលនោះស្រាប់តែយាយម៉ៅនេះក៏ចាប់ផ្ដើមដកកចេញពីក្នុងផ្ទះរបស់គាត់ចំណែកឯស្រីក្រមុំដែលមានឈ្មោះថាស្រីស្រស់នោះក៏ចាប់ផ្ដើមភ័យញ័រដៃញ័រជើងទៀតហើយនៅពេលដែលនាងបានឃើញលោកយាយចាស់នេះដកកចេញពីខ្លួនម្ដងនាងតែតែភ័យញ័រចម្ប្រមនាងគិតថាតថ្ងៃមុខនាងប្រកាសជាខ្លាចទៅជាអាបដកកដូចជាលោកយាយនេះពិតជាមិនខាននៅក្នុងពេលនោះឈុំក៏បាននិយាយទៅកាន់នាយគ្រួចថាអាប្អូនឥឡូវនេះឯងចង់ធ្វើជាបរោះជីសេសជួយទៅកាន់ស្រីស្អាតដែរឬអត់ណែឯងធ្វើដំណើរទៅកាន់ផ្ទះស្ត្រីចាស់នោះទៅរួចហើយចាំជួយសង្គ្រោះទៅកាន់ស្រីម្នាក់ឈ្មោះថាស្រីស្រស់នោះចំណែកបងនឹងទៅចាត់ការយាយអាបនៅពេលនេះបំណងប្រាថ្នាឯងប្រកាសជាបានសម្រេចពិតជាមិនខានក្រោយពីនោះទៅនាយគ្រួចក៏បានយកកំភ្លើងនិងសម្ភារៈអាគមធ្វើដំណើរសំដៅទៅកាន់ផ្ទះរបស់ស្រីស្រស់ក៏ប៉ុន្តែគេបានទៅលាក់ខ្លួននៅក្នុងកំពតព្រៃមួយនៅក្បែរនោះ
គេមិនតន់ធ្វើអ្វីផ្ដេសផ្ដាស់នោះទេដោយសារតែកំឡោះឈុំបានផ្ដែផ្ដាំហើយរងចាំទទួលសញ្ញាពីគេចាំឲ្យអ្នកគ្រួចនោះឡើងទៅលើផ្ទះដើម្បីជួយសង្គ្រោះទៅកាន់ស្រីក្រមុំរត់គេចចេញពីកណ្ដាប់ដៃរបស់អាបរឿងរ៉ាវទាំងអស់នេះនាយឈុំគេបានដឹងអស់ទៅហើយដោយសារតែគេបានសាកសួរទៅកាន់ចាស់ចាស់ដែលមកសម្រាប់កូនរបស់ពុទ្ធោនឹងឯងថានាងក្រមុំម្នាក់នោះក៏ព្យាយាមរត់គេចចេញពីកណ្ដាប់ដៃរបស់អាបដែរក៏ប៉ុន្តែជាអាបតែទៅចាប់យកនាងមកវិញពេលនោះឈុំដឹងច្បាស់ណាស់ស្រីម្នាក់នេះប្រកាសជាមិនមែនជាចៅបង្កើតរបស់លោកជ័យម៉ៅនេះទេក្រោយពីនោះទៅអ្នកកំឡោះឈុំបាននិយាយទៅកាន់អ្នកភូមិទាំងអស់គ្នាឲ្យធ្វើដំណើរទៅជាមួយនឹងគេសំដៅទៅកាន់ទីកន្លែងដែលមានដើមអំពិលបារាំងដុតធំនោះអ្នកគ្រប់គ្នាក៏មានការងឿងឆ្ងល់ដែរតែឈុំបាននិយាយថាអ្នកទាំងអស់គ្នាតាមពិតនៅក្នុងភូមិនេះកើតរឿងឡើងនោះគឺដោយសារតែជាអាបតែប៉ុណ្ណោះជ័យអាបគឺជាអ្នកចាប់ក្មេងហើយជាអាបនេះហើយគឺជាអ្នកធ្វើអ្នកភូមិទាំងអស់គ្នានេះមានភាពច្របូកច្របល់រញ៉េរញ៉ៃពេញតែភូមិរឿងសក់រឿងកូនក្មេងស្អីនេះគឺសត្វតែជាការបង្កើតឡើងដោយសារតែគាត់តែប៉ុណ្ណោះតោះទៅជាមួយនឹងខ្ញុំអ្នកទាំងអស់គ្នាប្រកាសជាបានឃើញអាបពិតប្រកបក្រោយពីនោះទៅអ្នកភូមិក៏បានធ្វើដំណើរទៅជាមួយនឹងអ្នកកំឡោះហើយពួកគេក៏បានលាក់ខ្លួនបន្តិចក្រោយមកភ្លើងភ្លឺផ្លឹមផ្លែតក៏បានហោះសម្ដៅទៅរកទីកន្លែងដែលពូថោបានយកសក់កូនគាត់យកទៅដាក់នៅក្រោមដើមឈើនោះអ្នកគ្រប់គ្នាក៏បានឃើញច្បាស់បន្ទាប់ពីពួកគាត់ហ៊ានចូលមកគៀកឃើញច្បាស់ថានោះគឺជាមុខមាត់របស់ជ័យម៉ៅពិតប្រាកដមែនភ្លាមនោះពូថោគាត់និយាយថាលោកគ្រូបាញ់សម្លាប់វាចោលទៅកុំឲ្យពួកអាបនេះវាធ្វើបាបទៅកាន់មនុស្សបន្តទៀតតែឈុំបានគ្រវីក្បាលក្រោយមកគេនិយាយថាលោកពូនៅស្ងៀមសិនទៅលោកពូចាំរឿងការពីរសៀលនោះទេខ្ញុំបានធ្វើរួចទៅហើយនៅស្ងៀមសិនទៅក្រោយពីនោះទៅពួកគាត់ក៏បាននៅស្ងៀមជ័យអាបនោះក៏ចាប់ផ្ដើមអោនទៅខំក្រឡោះនោះដើម្បីផ្អៀងក្រឡោះយកសក់នៅក្នុងនោះយកមកស៊ីតែពេលនោះកបជួនអីបានទៅប៉ះជាមួយនឹងអាគមរបស់អ្នកកំឡោះក៏បានធ្វើឲ្យភ្លើងឆេះសន្ធោសន្ធៅពេញតែក្បាលរបស់គាត់នាយឈុំក៏បានបាញ់កំភ្លើងមួយគ្រាប់ឲ្យសញ្ញាទៅកាន់ប្អូនប្រុសរបស់ខ្លួនពេលនោះនាយគ្រួចក៏បានស្ទុះចូលទៅលើផ្ទះខណៈពេលនោះគេនិយាយថាអ្នកនាងឆាប់ចេញពីទីកន្លែងនេះទៅឲ្យលឿនឡើងខ្ញុំមកទីកន្លែងនេះដើម្បីជួយអ្នកនាងលោកជ័យអាបនោះត្រឡប់មកវិញហើយឥឡូវនេះគេកំពុងតែត្រូវអាគមបងប្រុសខ្ញុំបើអ្នកនាងមិនចេញពីទីកន្លែងនេះគេប្រកាសជាផ្ទេរទៅជាតិឲ្យទៅកាន់អ្នកនាងប្រកាសជាខ្លាចទៅជាអាបពិតជាមិនខានស្រីស្រស់មានអារម្មណ៍ស្ទាក់ស្ទើរក៏ប៉ុន្តែពេលនោះដោយសារតែខ្លាចខ្លួននេះប្រែរូបរាងខ្លាចទៅជាអាបនាងក៏បានរត់គេចចេញពីទីកន្លែងនោះជាមួយនឹងនាយគ្រួចទៅនាយគ្រួចចាប់ដៃស្រីក្រមុំទាំងមានអារម្មណ៍កក់ក្ដៅចំណែកឯនាងរត់ទាំងផិតភ័យបន្តិចក្រោយមកស្រាប់តែក្បាលអាបនោះចូលទៅក្នុងផ្ទះបែរជាមិនឃើញស្រីស្រស់គេក៏ចាប់ផ្ដើមស្រែកខ្លាំងក្បាលអាបក៏ចាប់ផ្ដើមហោះតាមស្រីស្រស់នឹងនាយគ្រួចកំពុងតែរត់សំដៅមកកាន់ផ្ទះរបស់ពុទ្ធោនាងស្រស់ឈប់សិនមកទទួលទៅជាតិអាបពីយើងឲ្យលឿនឡើងយើងស្លាប់ឥឡូវហើយមកទទួលទៅជាតិអាបនាងនឹងប្រែក្លាយទៅជាមនុស្សដ៏អស្ចារ្យតែនាងស្រស់ភ័យខ្លាំងណាស់នៅក្នុងពេលនោះនាយគ្រួចក៏បានប្រសិទ្ធិសូត្រសាបអាគមដាក់ចូលទៅកាន់កាំភ្លើងរួចឆោចបាញ់ចំនួន2គ្រាប់សំដៅទៅរកក្បាលអាបនោះក៏ប៉ុន្តែជាអាបកិច្ចរហ័សណាស់គ្រាប់កាំភ្លើងរបស់នាយគ្រួចនោះបាញ់គេមិនត្រូវនោះទេបន្តិចក្រោយមកអ្នកភូមិជាមួយនឹងអ្នកកំឡោះឈុំបានធ្វើដំណើរចូលទៅដល់ទីកន្លែងនោះនាយឈុំបាននិយាយថាអាបអើយអាបខ្លួនឯងចិត្តស្លាប់ហើយនៅចង់បន្តរឿងលំបាកលំបាត់នេះឲ្យទៅកាន់ក្មេងចំនួនក្រោយទៀតជ័យឯងនេះចង់សាងបាបកម្មដល់ពេលណាទៀតយប់នេះយើងកំចាត់ទាំងជាឯងកំចាត់ទាំងវិញ្ញាណទេជាតិនេះចោលពេលនោះជាម៉ៅខឹងខ្លាំងណាស់ក្រោយមកគេក៏និយាយថាអាក្មេងចង្រៃឯងនេះហ៊ានមកលេអាគមដាក់ជើងផងក្បាលរបស់ជើងនេះកំពុងឆេះដោយសារតែភ្លើងអាគមរបស់ឯងចាំមើលឯងតស៊ូជាមួយនឹងជើងបានដែរឬអត់មុននឹងជើងស្លាប់ក៏ជើងត្រូវតែសម្លាប់ឯងដែរ
យាយអាបក៏ចាប់ដើមសូត្រអាគមអេចអូចក្បាលអាបនោះក៏ចាប់ដើមរីកធំឡើងដូចជាក្បាលយក្សអញ្ចឹងក្បាលអាបក៏បានហោះសម្ដៅទៅរកអ្នកភូមិតែភ្លាមនោះអ្នកកំឡោះឈុំបាននិយាយថាអ្នកទាំងអស់គ្នារត់ថយទៅក្រោយសិនទៅក្រួចចាត់ការវាជាមួយនឹងបងពេលនោះនេះក្រួចក៏ចាប់ដើមប្រើមន្តអាគមមហាបាំងរបស់គេដើម្បីកុំឲ្យអាបនោះចូលមកចិត្តគេបានស្របពេលនោះអ្នកកំឡោះឈុំក៏ចាប់ដើមសូត្រអាគមប្រែរូបរាងคล้ายទៅជាសត្វខ្លាដ៏ធំរបៀនអាគមស្បែកខ្លាក៏ចាប់ដើមបង្ហាញឲ្យអ្នកភូមិបានឃើញសត្វខ្លាដ៏ធំនោះបានស្ទុះបោះពួយពេញមួយទំហឹងទៅខំក្បាលអាបនោះក្រវត់ចុះក្រវត់ឡើងយាយអាបមានការភ័យតក់ស្លន់មិនដែលឃើញមន្តអាគមសាហាវដល់ថ្នាក់នេះនោះទេក្រោយពីនោះទៅអ្នកកំឡោះរបស់ជើងក៏បានធ្វើឲ្យខ្លួនគេប្រែជាមានភ្លើងឆេះប្រៀបដូចជាគេបានចាត់ការទៅកាន់លោកគ្រូខ្លាកាលពីមុនអញ្ចឹងសត្វខ្លាភ្លើងក៏បានខំក្រវត់ក្បាលអាបរហូតធ្វើឲ្យក្បាលនោះឆេះសន្ធោសន្ធៅឡើងយាយអាបប្រកាច់ប្រកិនហោះចុះហោះឡើងទៅបុកជាមួយនឹងរងចំបើងធ្វើឲ្យរងចំបើងអ្នកភូមិ3-4កន្លែងឆេះសន្ធោសន្ធៅអ្នកភូមិផ្អាឈូឆបានចុះមកយកទឹកបន្លន់ហើយទីបំផុតអ្នកកំឡោះក្រួចក៏បានទាញកំភ្លើងសូត្រអាគមបញ្ចប់ជីវិតក្បាលអាបនោះមួយទៀតទៅនៅក្នុងពេលនោះអ្នកគ្រប់គ្នាទើបដឹងថាគ្រប់យ៉ាងគឺកើតឡើងដោយសារតែអាបចំណែកឯរឿងបាត់ក្មេងស្អីនោះប្រហែលជាជាអាបស៊ីពិតជាមិនខានក្រោយពីកំចាត់ទៅកាន់ជាអាបរួចអ្នកភូមិបានស្រែកខ្លាំងៗថាពួកយើងនៅសល់នាងស្រស់ម្នាក់ទៀតសម្រាប់នាងចោលទៅយាយចាស់នោះប្រកាសជាបន្តទៅជាតិឲ្យទៅកាន់នាងពិតជាមិនខានបើសិនជាទុកឲ្យនាងនៅរស់នៅក្នុងភូមិប្រកាសជាមានអាបបន្តទៀតស្រីស្រស់ភ័យខ្លាំងណាស់បានស្រែកទ្រហោជុំនាយក្រួចក៏បានអោបនាងជាប់ក្រោយមកក្រួចបាននិយាយថាអ្នកនាងកុំព្រួយបារម្ភអីអ្នកភូមិមិនអាចធ្វើអ្វីទៅកាន់អ្នកនាងបាននោះទេពេលនោះនេះឈុំបាននិយាយថាអ្នកទាំងអស់គ្នាកុំយល់ច្រឡំអីស្រីស្រស់នេះគ្រាន់តែជាមនុស្សធម្មតានោះទេណែយាយចាស់នោះមិនទាន់បន្តទៅជាតិអាបឲ្យទៅកាន់នាងឡើយសូមអ្នកទាំងអស់គ្នាកុំធ្វើបាបទៅកាន់នាងអីជឿសម្ដីខ្ញុំទៅពូថោបានងក់ក្បាលក្រោយមកគាត់និយាយថាមែនហើយជឿសម្ដីគ្រូនេះទៅលោកគ្រូនេះខ្លាំងខ្លាពូកែណាស់តាមពិតទៅបើសិនជាគ្មានពួកគាត់ចូលមកដល់ទីកន្លែងនេះពួកយើងប្រកាសជាត្រូវស្លាប់ពិតជាមិនខាននៅភូមិយើងនេះមិនត្រឹមតែមានអាបនោះទេគឺមានតែចាស់ម្នាក់ទៀតចេះហោះមានគោលបំណងចង់ចូលមកកាន់ទីកន្លែងនេះដើម្បីសម្លាប់យើងតែលោកគ្រូនេះគាត់បានសម្លាប់ទៅកាន់ថ្មម្នាក់នោះបាត់ទៅហើយបើអ្នកទាំងអស់គ្នាមិនជឿសួរទៅកាន់កូនប្រុសខ្ញុំទៅអ្នកភូមិបានសម្លឹងទៅកាន់អ្នកបានក្រោយមកពួកគាត់ក៏បានសួរថាណែតើពិតប្រកបមែនឬទេអាបាននៅក្នុងព្រៃគឺមានមនុស្សចេះហោះពិតប្រកបដែរឬអត់នេកបាត់បានតបថាពិតប្រកបណាស់អំពូមីងទាំងអស់គ្នាគឺមានមនុស្សចេះហោះមែនវាមានចង្កងវាតាមស៊ីខ្ញុំទាំងពីរអ្នកឪពុកកូននេះណែហើយនៅក្នុងព្រៃក៏បានជួបប្រទះសាកសពផ្សេងទៀតដែរមើលទៅប្រហែលជាស្លាប់ដោយសារតែមនុស្សចេះហោះនោះវាស៊ីសំណាងណាស់ដែលខ្ញុំបានជួបជាមួយនឹងលោកគ្រូនេះបើមិនអញ្ចឹងទេពួកខ្ញុំប្រកាសជាស្លាប់នៅក្នុងព្រៃទៀតពិតជាមិនខានក្រោយពីនោះទៅអ្នកភូមិក៏ជឿសម្ដីរបស់លោកគ្រូម្នាក់នេះហើយពូថោក៏បាននិយាយទៅកាន់អ្នកភូមិឲ្យពួកគាត់ជួយទិញសត្វក្របីខ្លះផងដែរអ្នកភូមិគ្រប់គ្នាសប្បាយចិត្តនៅក្នុងភូមិផុតគ្រោះផុតភ័យទៅហើយតើគាត់ទៅស្ដាយអីរឿងចំណាយលុយកាក់ទៅទិញសត្វក្របី2-3ក្បាលនោះព្រោះថាភូមិនេះក៏ជាភូមិអ្នកមានដែរក្រោយពីនោះទៅរឿងរ៉ាវក៏បានស្ងប់ស្ងាត់សត្វក្របីក៏លក់អស់មួយចំនួនលុះដល់ព្រឹកឡើងស្រីស្រស់នោះដោយសារតែគ្មានជំរើសនាងមិនអាចនៅទីកន្លែងនេះបានព្រោះថាភ័យខ្លាចអ្នកភូមិនៅតែមានការសង្ស័យចង់សម្លាប់នាងស្រីស្រស់ក៏បានសុំធ្វើដំណើរទៅជាមួយនឹងពួកដង្ខៅនាយក្រួចក៏បានទៅនិយាយជាមួយនឹងបងប្រុសណែបងឲ្យស្រីស្រស់ធ្វើដំណើរទៅជាមួយនឹងពួកជើងទៅនាយឈុំក៏បានធ្វើជាសម្លន់ក្រោយមកគេនិយាយថាមិនបានទេ
ពួកយើងសត្វតែជាមនុស្សប្រុសឲ្យមនុស្សស្រីធ្វើដំណើរទៅជាមួយនឹងមិនទាំងកើតទៅមិនកើតទេបងមិនឲ្យឯងនាំមនុស្សស្រីដតីធ្វើដំណើរទៅជាមួយនឹងយើងនោះទេស្រីស្រស់បន្ទាប់ពីឮសំឡេងនិយាយសម្លុតខ្លាំងនាងក៏ចាប់ដើមភ័យនៃគ្រួចលុតជង្គង់អង្វរគេបាននិយាយថាបងរយៈពេលច្រើនឆ្នាំមកហើយខ្ញុំមិនដាអង្វរទៅកាន់បងនោះទេតែម្ដងនេះខ្ញុំសូមអង្វរឲ្យនាងធ្វើដំណើរទៅជាមួយនឹងពួកជើងទៅបើទុកនាងនៅទីកន្លែងនេះនាងប្រកាសជាត្រូវស្លាប់ផ្ទះសម្បែងរបស់នាងនៅទីកន្លែងណានោះក៏នាងមិនចាំដែរដោយសារតែយាយធ្មប់អាបនោះចាប់នាងចុកមកតាំងពីនាងអាយុ5ឆ្នាំណែបងសពអាណិតទៅកាន់នាងផងនាយឈុំបានទៅលើកប្អូនប្រុសក្រោយមកគេនិយាយថាប្អូនបងនិយាយលេងទៅតើបងថាមិនឲ្យស្រីដតីធ្វើដំណើរទៅជាមួយនឹងពួកជើងក៏ប៉ុន្តែស្រីស្រស់នេះបងចាត់ទៅគេប្រៀបដូចជាគ្នាជើងដែរបងនឹងឲ្យគេធ្វើដំណើរទៅជាមួយនឹងពួកជើងណែបងគិតថាឯងទាំងពីរនាក់នេះសមគ្នាខ្លាំងណាស់បើសិនជាពួកឯងស្រឡាញ់គ្នានោះនៅពេលដែលត្រឡប់ទៅវិញបងប្រកាសជារៀបចំមង្គលការឲ្យពួកឯងពិតជាមិនខានស្រីស្រស់នាងក៏មានការអៀនជាមួយនឹងកំឡោះដែលមានឈ្មោះថាគ្រួចចំណែកឯគ្រួចវិញក៏អៀនទៅកាន់ស្រីក្រមុំផងដែរមិនធ្លាប់មានស្នេហាផងឥឡូវនេះស្នេហាដំបូងបានជួបហើយប្រកាសជាស្នេហាចុងក្រោយផងដែរក្រោយពីនោះទៅពួកគេក៏បានលេងអ្នកភូមិយកសត្វក្របីទៅជួញដូរដល់ទីកន្លែងដោយសុវត្ថិភាពដោយសារតែគេឈ្មោះល្បីល្បាញរបស់នេះឈុំនេះល្បីគ្រប់ទីកន្លែងហើយគ្មានអ្នកណាអាចធ្វើអ្វីទៅកាន់ក្រុមដង្ខៅក្របីនេះបានទេក្រោយពីត្រឡប់ទៅវិញអ្នកគ្រប់គ្នាក៏ចាប់ផ្ដើមសប្បាយចិត្តដងខៅសោបាននិយាយថាណែខ្ញុំបានសន្យាថានៅពេលដែលឈុំក្មួយឯងត្រឡប់មកវិញអមនឹងរៀបពិធីមង្គលការឲ្យទៅកាន់ឯងតែពេលនេះស្រាប់តែគ្រួចគេបានមួយមកដែរគិតយ៉ាងម៉េចចេះតើមួយណាការមុនមួយណាការក្រោយទៅនេះរឿងក៏បាននិយាយទៅកាន់ឪពុកក្មេកថាលោកពងខ្ញុំគិតថាការដំណើរគ្នាតែម្ដងទៅមិនអីនោះទេដោយសារតែពួកគាត់នេះមិនមែនជាបងប្អូនមកកើតឯណាចាស់ទុំក៏មិនដាដំណំដែរគេហាមប្រាមតែបងប្អូនមកកើតទេតើមិនឲ្យរៀបការនៅក្នុងឆ្នាំជាមួយនឹងគ្នាព្រោះខ្លាចវាជន់គ្នាតែពួកគាត់គ្រាន់តែជាបងប្អូនធម៌ទេតើក្រោយមកដង្ខៅសោក៏សប្បាយចិត្តរួចឆោយគាត់ក៏ចាប់ដើមប្រកាសប្រាប់ទៅកាន់គ្នារបស់គាត់និងអញ្ជើញអ្នកមុខអ្នកការដែលសុទ្ធតែជាអ្នកមានឲ្យចូលមកកាន់ទីកន្លែងនេះក្រោយមកមង្គលការដ៏ធំមួយក៏បានកើតឡើងនៅក្នុងភូមិនាយឈុំបានក្រាបទឹមជាមួយនឹងស្រីនាងចំណែកឯនាយគ្រួចក៏បានក្រាបទឹមជាមួយនឹងស្រីស្រស់ស្រីនាងសប្បាយចិត្តណាស់ហើយនៅក្នុងពេលនោះគេក៏បាននិយាយប្រាប់ទៅកាន់លោកតារបស់អ្នកកំឡោះឈុំផងដែរលោកតាអើយថ្ងៃនេះខ្ញុំបានរៀបការជាមួយនឹងមួយឈុំបើសិនជាលោកតានៅមិនដឹងជាលោកតាសប្បាយចិត្តប៉ុណ្ណានោះទេនៅពេលដែលអ្នកកំឡោះក្រាបទឹមស្រីលៀបវិញក៏លួចសម្លឹងទៅកាន់អ្នកកំឡោះគេក៏នៅតែមានចិត្តស្រឡាញ់ទៅកាន់អ្នកកំឡោះម្នាក់នេះក៏ប៉ុន្តែដោយសារតែពុកម្ដាយបានរៀបចំឲ្យគេរៀបការជាមួយនឹងនាយរឿងទៅហើយពេលនេះនាងក៏មានកូនមួយទៅហើយដែរពេលវេលាមិនអាចបង្វិលថយក្រោយបាននោះទេបើសិនជាមនុស្សម្នាក់អាចបង្វិលពេលវេលាថយក្រោយបានមែននោះពិភពលោករបស់យើងប្រកាសជាច្របូកច្របល់ពិតជាមិនខានក៏ព្រោះថាមនុស្សម្នាក់មានចិត្តរយពាន់មានកិច្ចការជាច្រើនដែលធ្វើមិនទាន់បានសម្រេចហើយក៏មានរឿងជាច្រើនដែលខ្លួនធ្លាប់បានធ្វើខុសឆ្គងបើសិនជាឲ្យពួកគេបង្វិលផែនដីនិងបង្វិលពេលវេលាត្រឡប់ថយក្រោយពិភពលោករបស់យើងប្រកាសជារញ៉េរញ៉ៃក៏ព្រោះតែមនុស្សយើងមានចិត្តលោភលន់ច្រើនខ្លាំងណាស់ចុងក្រោយគូស្នេហ៍ទាំង3គូក៏បានរស់នៅក្បែរគ្នាចាំមានសភាពសុខសាន្តគ្រួចក៏មានកូនចំណែកឯនាយឈុំក៏មានកូនចំណែកឯកូនរបស់អ្នកកំឡោះរឿងវិញគឺធំជាងគេមើលទៅប្រហែលជាអ្នកបន្តតំណែងមន្តអាគមពីនាយឈុំហើយចំណែកសាច់រឿងមួយនេះខ្ញុំបាទក៏សូមបញ្ចប់ដោយស្នាមញញឹមនៅក្នុងពេលនេះផងដែរ
សូមអរគុណច្រើនចំពោះការគាំទ្ររបស់ប្រិយមិត្តទាំងអស់គ្នាម្យ៉ាងទៀតនោះក្នុងការប្រជុំប័ណ្ណខាងមុខនេះខ្ញុំបាទក៏មានចម្រៀង original មួយបទចង់ចែកជូនបងប្អូនស្ដាប់កម្សាន្តផងដែរសូមកុំភ្លេចជួយគាំទ្រផងបាទសូមអរគុណនិងសូមជម្រាបលា